បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុនណារ៉េតពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី20សំទោស31ហើយ31ខែកក្កដាឆ្នាំ2026រាត្រីដាច់ខែហើយបងប្អូនឃើញទេពេលវេលាលឿនមែនតើឥឡូវថ្មិចបើកខែកក្កដាមួយបានរំលងផុតទៅយ៉ាងលឿនហើយស្ថានភាពព្រំដែនក៏នៅតែសកាអត់មានស្បើយសោះមានតែបញ្ហាចាក់ស្រេះរឹតតែកើនឡើងនៅប្រទេសកម្ពុជានិងនៅលើពិភពលោកហើយថ្ងៃនេះខ្ញុំមានព័ត៌មានបងអែមលឿមមាត់មួយចាមិនមែនមួយចានទេគឺថាមួយខ្ទះធំដូចធម្មតាបងអែមជាតិនោះក៏ច្រើនបងអែមអន្តរជាតិនឹងក៏ច្រើនម្នាក់ឯងសុទ្ធសាធអឺដល់ហើយមកយប់ទៅភ្លឺទៀតហើយថាគេងទៅវាតិចហើយអារឿងរាល់យប់ហ្នឹង3 4ម៉ោងឥឡូវយប់មិញហ្នឹងគឺស្ទើរតែអត់មានបានគេងទេដោយសារអីវាច្រើនពេកហើយម្នាក់ឯងហើយទៅការងារខ្ញុំក៏មានច្រើនដែរដោយសារតែរដូវកាលនេះនៅសាលាក្រុងឡុងបិចដល់រដូវកាលដែលគេអនុម័តកញ្ចប់ថវិកាសម្រាប់ឆ្នាំសាស្ត្រពើពុន2027ដូច្នេះគេរៀបចំពីឥឡូវទៅហើយដូច្នេះការងារហ្នឹងគឺមមាញឹកច្រើនមែនតើតែយ៉ាងណាដោយសារតែបេះដូងស្រឡាញ់បងប្អូនខ្មែរយើងស្ទើរលេបគ្រប់គ្នាដែលអត់លក្ខខណ្ឌតែអញ្ចឹងទៅចិត្តតែប្រឹងទៅហើយយ៉ាងណាបងអែមលៀងមាត់នេះបើលឺលួសខ្វះខាតត្រង់ណាសូមខន្តីអភ័យទោសព្រោះអីម្នាក់ឯងសុទ្ធសាធហើយព័ត៌មានច្រើនបងអែមច្រើនតែធានាថាមិនប្រើគីមីទេបាទនឹងឲ្យមានរសជាតិនៅតែឆ្ងាញ់ដដែលចឹងកុំឲ្យខាត់ពេលព័ត៌មានទី1ទៅមុនគឺអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាសួរកម្ពុជាថាហេតុអីចាប់បានតែត្រីតូចរួចត្រីធំពេញថ្លុករឿងឆបោកអនឡាញលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដដែលជំរុញឲ្យមានដឹកនាំកម្ពុជាអនុវត្តច្បាប់អន្តរជាតិដើម្បីស្ដារបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាដែរក្រុមប្រឹក្សាអឺរ៉ុបដាក់ក្រុមហ៊ុនធំចំនួន2នៅកម្ពុជានិងក្រុមយោធាការ៉ែននៅភូមាក្នុងបញ្ជីខ្មៅនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលោក Thomas Andrews ដដែលជំរុញឲ្យកម្ពុជានិងថៃពន្យាកិច្ចសហការនឹងឲ្យជនភៀសដើម្បីឲ្យជនភៀសខ្មែរបានវិលត្រឡប់ទៅលំនៅឋានវិញឆាប់ៗរូបភាពពីផ្កាយរណបបង្ហាញថាយោធាថៃឈូសផ្ទះប្រជាពលរដ្ឋខ្មែរនិងវត្តអារាមអស់ពីតំបន់ដែលថៃដណ្ដើមបានគណៈកម្មាធិការ UNESCO ថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកជាទូទៅក្នុងចំនួនប្រដាប់អាវុធមេ FBI ថាការបកក្រាបករណីឆបោកអនឡាញនៅកម្ពុជាទើបតែចាប់ផ្ដើមប៉ុណ្ណោះបន្ទប់ស្ថានភាពព្រំដែនថៃថាថៃនៅតែបដិញ្ញាដោះស្រាយបញ្ហាចំនួនព្រំដែនដោយសន្តិវិធីតាមស្មារតីនៃបទជប់បាញ់ចំណូលពីទេសចរអន្តរជាតិនៅកម្ពុជាធ្លាក់ចុះជាង30%កម្ពុជាខ្ចីលុយចិនបាន$200 លានទៀតដើម្បីបន្តគម្រោងប្រជិកហ្វូណនដែលនៅជាប់គាំងលោកផ្សេងវ៉ាន់លីប្រកាសជួយជាសម្លេងសម្រាប់ជនរងគ្រោះដោយសារអំពើអយុត្តិធម៌នៅកម្ពុជាជនអន្តោប្រវេសន៍ម៉ូរ៉ូកូជិត60000នាក់សម្រុកឆ្លងដែនចូលប្រទេសអេស្ប៉ាញក្នុងពេលត្រឹម24ម៉ោងលង់ទឹកស្លាប់អស់34នាក់រញ្ជួយដែលនៅទីក្រុងឡុងបិចភ្ញាក់អ្នកស្រុកទាំងជិតភ្លឺមេរដ្ឋបហាយោធាភូមាខឹងសម្បារឿងរើសអើងខ្លួនរបាយការណ៍ចុងក្រោយបង្ហាញថាទាហានរុស្ស៊ីស្លាប់និងរបួសនៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនសរុប1.4 លាននាក់និងលោកត្រាំប្រកាសកិច្ចព្រមព្រៀងដកអាវុធពួកហាម៉ាស់ដើម្បីរៀបចំរដ្ឋាភិបាលប៉ាឡេស្ទីនថ្មីនៅតំបន់កាហ្សានិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃអូដល់ហើយបងប្អូនគ្រាន់តែអានតែដំណឹងចំណងជើងហ្នឹងគឺក៏ហត់ដែរកំថាឡើយដល់ទៅអានព័ត៌មានទាំងស្រុងវាច្រើនពេកដល់ពេលអញ្ចឹងសន្តោះខ្លួនដែរតែបងប្អូនវាព័ត៌មាននេះបើសិនជាខ្ញុំសម័យនៅធ្វើការនៅវិទ្យុអាស៊ីសេរីក៏ដែលយកព័ត៌មានដល់ប៉ុណ្ណេះដែរព្រោះអីអាស៊ីសេរីយកតែព័ត៌មានជាតិទេព័ត៌មានស្រុកខ្មែរទេអាព័ត៌មានអន្តរជាតិហ្នឹងគឺអត់ឲ្យបុគ្គលិកប្រចាំការទាំងអស់ទាំងខ្មែរទាំងនៅស្រុកនៅអាមេរិកហ្នឹង60 នាក់ហើយយើងធ្វើព័ត៌មានតែ1ម៉ោងហើយតោះឥឡូវម្នាក់កាន់តែមួយរឿងហ្នឹងក្តាប់អត់ចង់ជុំផងហើយឥឡូវខ្ញុំ100មុខអានេះហើយដែលធ្វើឲ្យខ្ញុំខ្លាយទៅជាផ្ទាំងស៊ីបរបស់ពួក MMO គណៈបកប្រជាជនកម្ពុជានិងពួកពីលបាតផ្សារប៉ោឡៃអាវ៉ាសែដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាគាត់សបាយដៃសបាយដៃមួយថ្ងៃអូនិយាយទៅខ្ញុំនិយាយពេលខ្លះខ្ញុំចំណែនក្រុមអ្នកទាំងនោះដែរតាខ្ញុំចំណែនត្រង់ថាយើងចំណាយពេលវេលាយកព័ត៌មានផ្ទៀងផ្ទាត់ព័ត៌មានសួរប្រភពឲ្យបាន2 3ប្រភពមុននឹងហ៊ានចេញផ្សាយហ្នឹងគឺត្រូវផ្ទៀងផ្ទាត់ត្រូវសួរនាំត្រូវអីហើយហ្មងបានចេញមួយវាខ្លាចខុសព្រោះអីយើងដឹងហើយតែខុសវាមិនមែនវាជាសិលធម៌ខ្លួនឯងផងជាការទទួលខុសត្រូវខ្លួនឯងផងមួយទៀតគឺបង្ការរឿងពួកក្រុម MMO គណៈបកប្រជាជនកម្ពុជាយកជាឱកាសមកជេរម្រាយហើយក្រុមនេះដល់មែនតែនទៅលែងខ្វល់អីហើយនិយាយអីក៏គេលែងខ្វល់ដែរព្រោះអីក្រុមនេះបាយ3ពេលគឺគេជួលមកថាដូចឆ្កែឆ្កួតចឹងខ្ញុំពេលខ្លះខ្ញុំចិត្តតែឆ្ងល់ដែរថាហេតុអីបានជាមនុស្សដូចឆ្កែឆ្កួតគឺឲ្យតែបើកភ្នែកឡើងគឺអត់ទាន់លុកមុខអត់ទាន់ដោះធ្មេញផងគឺមកគឺជេរបចោយកមកហើយអ្នកដែលជេរគឺមួងណារ៉េតហ្នឹងគឺជាផ្ទាំងស៊ីបរបស់គេមួយថ្ងៃអត់មានធ្វើអីទេចាំបើខ្ញុំចំណែនក្រុមពួកទាំងនេះដោយសារអីពួកគាត់អត់បាច់ទៅផ្ទៀងផ្ទាត់ព័ត៌មានអត់បាច់ទៅយកព័ត៌មានអីអត់បាច់ទៅសួរនាំអីគឺថាឲ្យតែលើកមកឮតែសូគឺនិយាយទៅគឺអានេះដូចរឿងកំ pl ែងចាបងប្អូនឲ្យតែលឺមេក្រូដឹងទៅបានបបហើយឲ្យតែលឺមេក្រូចាក់ភ្លាមគឺស្លៀកពាក់ឲ្យតម្រង់ទៅរោងហ្នឹងដឹងតែបានបបហើយដល់តែពេលប៉ះមេក្រូប្រជុំបានដឹងថាដាច់បបអាហ្នឹងវាចេះដែរតែគាត់អត់ខ្វល់ឲ្យតែលឺមេក្រូទៅដល់បានបបដល់គេប៉ុនបើមិនប៉ុនសពប៉ុនបច្ច័យ4ប៉ុនស្អីឡើងស្អីក៏ដោយហ្នឹងគឺដឹងតែទៅឲ្យតែលឺមេក្រូហើយពួកខាង MMO គណៈបកប្រជាជនកម្ពុជានេះគឺឲ្យតែលឺមួងណារ៉េតស្រែកប៉ះស្អីតែបន្តិចហ្នឹងគឺគេមកហើយជេរយកពលដូចឆ្កែឆ្កួតហើយខ្ញុំមែនតើទៅខ្ញុំអាសូដែរខ្ញុំចំណែនហ្នឹងដោយសារអីអ្នកទាំងអស់នេះអត់ប្រើខួរ
ដល់ពេលអត់ប្រើខួរស្រួលទេការយកព័ត៌មានរបស់គាត់ក៏ស្រួលទី1គាត់បានលុយគេជួលក្បាលគាត់ទី2គឺគាត់អត់ប្រើខួរដល់អញ្ចឹងទៅអាព័ត៌មានគាត់លឿនមែនតើលឿននឹងជេរមកអត់មានធ្វើអីទៅកាន់តែក្បាលមេក្រូជេរបចោហើយអត់ជេរនរណាទេជេរតែមុងណារ៉េតទេភាគច្រើនអត់មានទៅយកព័ត៌មាននឹងទៅផ្ទៀងផ្ទាត់អត់មានយកព័ត៌មាននឹងមកពិចារណាអត់មានយកអង្គហេតុនឹងមកផ្ទៀងថាបើនិយាយអញ្ចឹងតើវាបានសំអាងហេតុអីអត់ទេគឺថាឲ្យតែលឺមុងណារ៉េតនិយាយប៉ះមេគេហ្នឹងអត់មាននេះគឺថាមកជេរយកដល់អញ្ចឹងស្រួលមួយថ្ងៃគាត់ចង់ជេរ100សារក៏បានព្រោះអត់មានឈីក្បាលហាលថ្ងៃនឹងផ្ទៀងផ្ទាត់ព័ត៌មានអីសោះក៏ប៉ុន្តែអ្នកទាំងអស់នេះនឹងចង់នរុឲ្យបងប្អូនសំខាន់គឺគាត់កំពុងតែបំផ្លាញគណៈបកគាត់ទៀតគណៈបកប្រជាជនកម្ពុជាសប្តាហ៍ថ្ងៃនឹងសម្បូរសម្រាមហើយសម្រាមទាំងអស់នេះបំផ្លាញវាអត់ទាន់ខ្ទេចខ្ទីអញ្ចឹងនៅគេជួលឲ្យមកនៅតែព្រុសអញ្ចឹងទៅបញ្ចប់ប្រហើយទៅចង់ក្រោយសល់បន្តិចហ្នឹងឲ្យវាអស់ទេអត់ប្រឹងមកជួយការពារដោះស្រាយអាទឹកកំពុងតែឆ្លក់អត់ពេលនៅនាំគ្នាអត់ព្រមយកទឹកកាយអាទឹកចូលទូកហ្នឹងអត់ព្រមបាច់ចេញទៅក្រៅទេគឺនៅកញ្ឆក់កញ្ឆែងឲ្យទូកហ្នឹងលិចអញ្ចឹងមកនេះគឺក្រុមខាងឃោសនិករបស់គណៈបកប្រជាជនកម្ពុជាហើយតាមពិតទៅមិនមែនតែខ្ញុំសប្បាយចិត្តទៅវិញដែរឲ្យក្រុមនេះឲ្យនៅបន្តព្រុសបន្តធ្វើជាឆ្កែឆ្កួតអញ្ចឹងទៀតដោយសារអីពួកនេះឯងដែលបំផ្លាញគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្មែរដោយមិនចាំបាច់អ្នកណាទៅប្រឹងបំផ្លាញប្រឹងខំប្រឹងហៅរឿងអីព្រោះក្រុមនេះបំផ្លាញគណៈបកនេះបំផ្លាញរដ្ឋាភិបាលនេះដោយក្រុមខ្លួនឯងទី1គឺក្រុមនេះគេចាត់ទុកថាជាក្រុមថោកទាបជាក្រុមជេរប្រមាថការទៀនដល់អញ្ចឹងទៅប្រជាពលរដ្ឋគាត់លែងទុកចិត្តស្ដាប់វាមិនបានស្ដាប់មិនចូលដល់អញ្ចឹងគាត់បំផ្លាញដុតខ្លួនឯងអញ្ចឹងបងប្អូននាំគ្នាសាទរគាត់ទៅគាត់ជួយដឹងគុណពួកគាត់ផងដែលធ្វើឲ្យពួកគាត់បំផ្លាញគណៈបកខ្លួនគាត់នេះវាគួរតែជាអញ្ចឹងដែរបើមិនជាពួកគាត់ថ្លៃធ្នូមានសុជីវធម៌អាចយ៉ាប់ក្រុមប្រឆាំងអាចយ៉ាប់ព្រោះក្រុមប្រឆាំងហ្នឹងក៏មិនជាខុសពីក្រុមណែគណៈបកប្រជាជនកម្ពុជាហ្មងដែរទេព្រោះឆ្កែខំឆ្កែដែរឃើញជេរស្រាតសពុតដូចគ្នាដែរតែឥឡូវរៀងស្បើយតិចប៉ុន្តែនៅតែមិនណយដែរទេនៅតែជេរអញ្ចឹងទៅបានន័យថាបើខាងនោះរៀងបង្កើនសេចក្តីថ្លៃថ្នូរតែបន្តិចអាចចាប់ក្រុមខាងប្រឆាំងនេះវិញព្រោះឃើញរៀងបាត់ផ្សារពីលាដែរដល់អញ្ចឹងទៅពេលនេះវាបដំប្រសងគ្នាអញ្ចឹងគួរតែក្រុមប្រឆាំងនេះអរគុណក្រុមគណៈបកប្រជាជនកម្ពុជាដែលជួលមនុស្សឲ្យប៉ោឡាយបាត់ផ្សារពីលាអញ្ចឹងទៅធ្វើឲ្យបំផ្លាញគណៈបកខ្លួនឯងដោយអត់ចាំបាច់ចាយលុយអស់មួយរៀលឯខាងប្រឆាំងអត់បាច់ចាយលុយទេខាងគណៈបកប្រជាជនកម្ពុជាជួលក្រុមអ្នកទាំងនេះមកជេរដោយជួលបំផ្លាញហែកស្លឹកឆ្នោតពួកគាត់ចោលដែរអានេះវានិយាយទៅការពិតទៅចឹងណាកុំឲ្យគណៈបកប្រជាជនលឺព្រោះអីតែគាត់លឺអីគាត់ទៅផ្ដាំផ្ញើឲ្យក្រុមនេះឈប់ជេរឈប់អីវាពិបាកទៀតព្រោះយើងអាចគេហៅយើងអាចដកព្រៃយើងអាចដកព្រៃចេញពីព្រៃបានដកឈើដើមឈើចេញពីព្រៃបានប៉ុន្តែយើងអាចដកភាពព្រៃយើងចំសំទោសយើងអាចដកមនុស្សចេញពីព្រៃបានប៉ុន្តែយើងអាចដកភាពព្រៃចេញពីមនុស្សបានណាមនុស្សអស់ទាំងនេះដកអត់បានទេទាល់តែដល់ថ្ងៃស្លាប់ហ្មងបានពួកគាត់ដូរចរិតហ្នឹងអញ្ចឹងខ្ញុំម្ដងទៀតអរគុណពួកគាត់ដែរដែលខំប្រឹងជួយបំផ្លាញគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលបានសម្រេចដោយសារភាពបាត់ផ្សារពីលាប៉ោឡៃរបស់គាត់ហើយគណៈបកប្រជាជនកម្ពុជាគាត់អត់មានជំរឿសតែអញ្ចឹងចេះយកសម្រាមនឹងមកទៅអញ្ចឹងបានថាយើងត្រូវចាំសុភាសិតដូចសុភាសិតចឹងគេនិយាយដែរនៅពេលដែលមានសម្រាមឆ្កែវាជូអាចដាក់អញ្ចឹងគណៈបកប្រជាជនគឺគាត់រៀបសម្រាមដើម្បីឲ្យឆ្កែជូអាចដាក់ហើយគឺធ្វើម៉េចបើគាត់ស៊ាំនឹងអាភាពក៏ក្រិចស្មោកគ្រោកហ្នឹងឥឡូវឲ្យគាត់បន្តទៅទៀតទៅហើយយើងទះដៃអបអរសាទរគាត់ទៅអ្វីដែលអាសូរហ្នឹងគឺអាសូរចិត្តខ្មែរយើងហ្នឹងវាលិចលង់ដោយសារតែភាពអសិលធម៌អគុណធម៌តែយើងសង្ឃឹមថាថ្ងៃណាមួយក្រុមអស់ទាំងនេះគឺនឹងភ្ញាក់កំណើតអស់ទៅលលាយបាក់ខ្លួនឯងទៅប្រទេសជាតិយើងនឹងមានភាពល្អប្រសើរឡើងវិញក្រុមទាំងអស់នេះនឹងបាត់មុខឯងគឺក្នុងប្រវត្តិសាស្ត្រគេចារហើយគឺគាត់គេហៅថាធ្វើអត្តឃាតនយោបាយទៅគឺចប់ហើយតែឥឡូវហ្នឹងគាត់នៅបានលុយបាននំប៉័ងបានអីចឹងគាត់នៅចេះតែព្រុសចេះអីចឹងទៀតទៅអាហ្នឹងធ្វើម៉េចបងប្អូនអ្នកខ្លះគេធ្វើដើម្បីបាយ3ពេលតែមុនណារ៉េតអត់ធ្វើដើម្បីបាយ3ពេលទេគឺខ្ញុំធ្វើដើម្បីឆ្នាំងបាយរបស់ប្រជាពលរដ្ឋទាំង18លាននាក់អត់ចំពោះទាំងប្រជាជនដែលគ្រប់គ្រងគណៈបកប្រឆាំងឬគណៈបកកណ្ដាលអំណាចទេគឺខ្ញុំធ្វើដើម្បីខ្មែរដើម្បីបងប្អូនខ្មែរទាំងអស់ដែលជាឈាមរបស់ខ្ញុំហើយប្រទេសកម្ពុជានេះមិនមែនជាកម្មសិទ្ធិរបស់តកូលណាទេគឺជាកម្មសិទ្ធិរបស់ខ្មែរទាំង18លាននាក់ហើយខ្ញុំធ្វើជាធម្មទានដើម្បីបានប្រយោជន៍ទាំង18លាននាក់ហើយអត់ខ្វល់ថាវានឹងបានផលដល់ក្រុមដែលខ្ញុំដាក់រហស្សនាមថាឆ្កែឆ្កួតនេះទេបាទវាអត់បានប្រយោជន៍ទៅគាត់ខ្លះក៏អត់អីដែរអាស្រ័យផលទៅព្រោះអីវាធម្មតាមានតែជ្រែកព្រះតែគ្រប់កន្លែងចឹងទេបាទឥឡូវកុំឲ្យខាតពេលបងប្អូនប្រហែលជាភ័យហើយថឹងយប់ជ្រៅហើយនៅផ្អែមបន្លែរឿងដុំថ្មចោលឆ្កែខ្ញុំអត់ចោលឆ្កែទេខ្ញុំគ្រាន់តែនិយាយខ្លះដើម្បីឲ្យក្រុមទាំងនោះគាត់ភ្ញាក់កំណើតខ្លះដែរព្រោះយើងដឹងដាស់គាត់វាមិនភ្ញាក់ទេព្រោះគាត់ធ្វើជាដេកលក់ថ្ងៃនេះខ្ញុំមានពេល1ម៉ោង25នាទីទៀតដោយសារខ្ញុំអត់ធ្វើការទេថ្ងៃសុក្រនេះដូច្នេះខ្ញុំនឹងបញ្យល់ព័ត៌មាននេះឲ្យចប់សពគ្រប់តាមអ្វីដែលខ្ញុំប្រកាសបាទឥឡូវទី1របាយការណ៍របស់អ្នករាយការណ៍ពិសេសសួរកម្ពុជាថាហេតុអីបានចាប់បានតត្រីតូចរួចត្រីធំពេញផ្លុករឿងឆោបបោកអនឡាញថ្ងៃនេះភ្លៀងបាក់មេឃបងប្អូនភ្លៀងបាក់មេឃហ្មងភ្លៀងបាក់មេឃលើផែនប៉ុស្តិ៍សធាកម្ពុជាគឺថាអ្នករាយការណ៍ពិសេសរូបនេះបានចេញសេចក្តីរាយការណ៍ឡើងលម្អិតតកតងនឹងរយៈពេលធ្វើដំណើរទៅទស្សនកិច្ចស្វែងរកការពិតនៅកម្ពុជារយៈពេលជាង10ថ្ងៃនេះក៏បានចេញសេចក្តីថ្លែងការណ៍គឺលោក Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាសេចក្តីរាយការណ៍របស់គាត់នេះគឺថាជក់ចិត្តលម្អិតហើយឯកទៅលើតថភាពជាក់ស្ដែងនៅក្នុងសង្គមសូម្បីតែរដ្ឋាភិបាលកម្ពុជាខ្លួនឯងក៏អត់ដឹងប្រកែកយ៉ាងម៉េចបានដែរហើយបងប្អូនពេលដែលយើងនិយាយដូចខ្ញុំផ្សាយអីថាកម្ពុជាចាប់បានតត្រីតូចរួចត្រីធំអីហ្នឹងអ្នកខ្លះគេនិយាយថាយើងនឹងញុះញង់ថាយើងនឹងផ្សាយព័ត៌មានមិនពិតរដ្ឋាភិបាលគេខំប្រឹងធ្វើណាហេតុអីបានជាយើងមកនិយាយថាអញ្ចឹងអត់ឲ្យតម្លៃរដ្ឋាភិបាលអីសោះឥឡូវស្ដាប់ទៅនេះ
លោក Thomas Andrews គាត់ធ្វើសន្និសីទសារព័ត៌មានហើយគាត់មានសេចក្តីថ្លែងការណ៍របស់គាត់រាប់ទំព័រដើម្បីបញ្ចប់បេសកកម្មរយៈពេល10ថ្ងៃនៅជាង10ថ្ងៃនៅកម្ពុជាហើយសរសេររបាយការណ៍យ៉ាងលម្អិតអំពីការដែលជួបជាមួយមន្ត្រីរដ្ឋាភិបាលជួបលោកហ៊ុនសែនជួបលោកហ៊ុនម៉ាណែតជួបមន្ត្រីអង្គការសង្គមស៊ីវិលជួបភាគីដៃគូពាក់ព័ន្ធទាំងអស់រហូតតគាត់ចុះទៅជួបជនភៀសសឹកនៅទៅមើលកន្លែងតំបន់ភៀសសឹកនៅអាកន្លែងថៃដាក់បន្លាលួសថៃដាក់កុងតឺន័រអីគាត់សរសេររបាយការណ៍គាត់យ៉ាងលម្អិតនៅក្នុងនឹងទាំងអស់ហើយខ្ញុំនឹងបកស្រាយមួយចំណុចម្ដងឲ្យបងប្អូនបានយល់ថាតើគាត់និយាយអីខ្លះគាត់សរសើររដ្ឋាភិបាលកម្ពុជាអីខ្លះហើយគាត់ស្នើឲ្យរដ្ឋាភិបាលកម្ពុជានឹងធ្វើអីខ្លះឥឡូវខ្ញុំចាប់ផ្ដើមពីចំណុចរឿងឆបោកអនឡាញទៅមុនព្រោះរឿងនេះគឺជាអាយុជីវិតរបស់ប្រទេសកម្ពុជាដែរលោក Thomas Andrews និយាយពីរឿងការឆបោកអនឡាញគាត់សូត្រទាំងអស់ដែលជារបាយការណ៍គាត់មើលមែនគាត់ស្ដាប់របាយការណ៍របស់កម្ពុជាដែលរាយការណ៍ប្រាប់គាត់សូត្រឲ្យស្ដាប់មែនថាកម្ពុជាបានប្រយុទ្ធប្រឆាំងការឆបោកអនឡាញបានដល់ទៅបិទឬក៏ថាចុះទៅណែលុកលុយឬក៏ចូលទៅឆែកឆេរទីតាំងឆបោកអនឡាញជាងជិត600កន្លែង600ទីតាំងហើយចាប់ជនល្មើសនឹងយកមកផ្ដន់ទាទោសឥឡូវមានជាង3000នាក់ដែលកំពុងតែស្ថិតនៅមុខកិច្ចនីតិវិធីតាមផ្លូវតុលាការអញ្ចឹងហើយចាប់បញ្ជូនចាប់អីទៅស្រុកក្រៅទៅអីដែលគាត់មើលឃើញថានេះគឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាលដែរគាត់មិននិយាយរាយការណ៍នេះគឺគាត់បានន័យថាទទួលស្គាល់ថារដ្ឋាភិបាលប្រឹងធ្វើដែរក៏ប៉ុន្តែអ្វីដែលជាសំណួររបស់គាត់គាត់ថានៅពេលដែលបាត់ឆបោកអនឡាញនេះគឺក៏ក្រៅពេញផ្ទៃប្រទេសកម្ពុជាលោកមិនសង្កេតឃើញថាកម្ពុជាបានចាប់ត្រីធំបានសោះនេះរឿងនេះហើយដែលជារឿងមួយដែលខ្ញុំពេញចិត្តអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិនៅដែលគេសរសេរដែលទៅធ្វើព័ត៌មានឯករាជ្យគេសរសើររដ្ឋាភិបាលប៉ុន្តែក្នុងពេលជាមួយគ្នានឹងថាអ្នកធ្វើនេះគឺបានចាប់បានតែត្រីតូចទេរួចត្រីធំពេញថ្លុករឿងឆបោកអនឡាញនៅកម្ពុជាទៅស្ដាប់សេចក្តីថ្លែងការណ៍របស់លោក Andrews Thomas Andrews ឡើងវិញគឺជាគាត់បាននិយាយដូចនេះគឺនៅក្នុងកិច្ចដែលផ្ដល់សន្និសីទសារព័ត៌មានទៀតគាត់ថាចេះខ្ញុំសូមដកស្រង់ភាសាគាត់ទាំងស្រុងជាភាសាអង់គ្លេសគាត់ថា First I asked why despite the ongoing crackdown the government has yet to take action against senior Cambodian officials and other powerful individuals credibly linked to cyber scam operations ប្រែជាខ្មែរយ៉ាងងាយយល់ថាខ្ញុំឆ្ងល់ខ្ញុំចង់សួរដែរថាហេតុអីបានជារដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងការឆបោកអនឡាញហ្នឹងឃើញធ្វើជាបន្តបន្ទាប់អត់ឈប់ដៃដែរក៏ប៉ុន្តែហេតុអីបានមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាអត់ទាន់បានចាត់វិធានការណាមួយទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិងអ្នកដែលជាមានអំណាចធំដទៃទៀតដែលគេជឿថាជាប់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការនៃការឆបោកអនឡាញឃើញទេបងប្អូនគាត់និយាយប្រាប់ទៅកម្ពុជានៅនឹងមុខថាគេមិនដឹងទេអ្នកធ្វើហើយប៉ុន្តែអ្នកធ្វើចាប់តែត្រីកភ្លៀងត្រីកញ្ចោះអត់ដែលបានត្រីឆ្ដោត្រីផ្ទុកត្រីរស់អីបានមួយសោះឥឡូវលោក Andrew គាត់និយាយចឹង Thomas Andrew គាត់និយាយចឹងគឺគាត់ទទួលស្គាល់ថាយើងធ្វើហើយប៉ុន្តែធ្វើឲ្យតែប្រគ្រប់កិច្ចព្រោះហេតុអីបានជាគាត់និយាយចឹងហើយគាត់និយាយថាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហើយនឹងត្រីធំអ្នកដែលមានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលអ្នកណាខ្លះបងប្អូនសាកទាយមើលមិនបាច់ខ្ញុំប្រាប់ទេហើយទៅសួរស្ទង់មតិនៅប្រទេសកម្ពុជាបើសាកធ្វើដោយឯករាជ្យ 99.99% ហើយគេនឹងចង់ឲ្យចាប់មន្ត្រីទាំងអស់នេះមានទាំងអង្គការកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូអីហ្នឹងឯងគ្មានអ្នកណាផ្សេងទៀតហើយមន្ត្រីជាន់ខ្ពស់នៅជួររដ្ឋាភិបាលមានអ្នកណាទៀតមើលទៅឈ្មោះដែលជាប់នៅក្នុងបញ្ជីដែលគេរាយនាមមានលោកសសុខាមានលោកឌីវិជាមានលោកណេតសវឿនមានអ្នកស្រីជូប៊ុនអេងមានយឹមលាក់មានស្អីហ្នឹងឈ្មោះហ្នឹងឃើញប្រសាច់ដាក់មករាយនាមមនុស្សមកកណោកដឹកអត់ដែលឃើញហើយខ្ញុំថាលោកសសុខាលោកអីនេះគាត់មានឈ្មោះនៅក្នុងផ្សេងគេសេចក្តីព្រៀងច្បាប់របស់តំណាងរាស្ត្រដែលគេដាក់ស្នើច្បាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាតទៅនឹងឆបោកអនឡាញប៉ុន្តែមន្ត្រីមួយចំនួនដែលខ្ញុំរៀបរាប់នេះអត់មាននៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកដែលជាក់តទៅនឹងការផ្ដន់ទាទោសទេនៅក្នុងនោះបញ្ជីខ្មៅហ្មងដែលមានឈ្មោះនៅកឡៅហើយអត់អាចលុបបានហ្នឹងមានដូចជាលោកកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូហើយនឹងមនុស្សមួយចំនួនទៀតដែលមានលោកត្រីភិបមានលោកឧត្តមសេនីយ៍ប្រមាណអ្នកមានលោកគុណគឹមមានលោកហ៊ីងប៊ុនហៀងមានស្អីច្រើនមកកណោតាំងពីរំលោភសិទ្ធិមនុស្សអីមកកណោអត់ដែលចាត់ការអីតតែសោះឥឡូវមកដល់ម៉ោងហ្នឹងគឺអត់មានបានឥឡូវយើងមើលអ្នកណាមន្ត្រីជាប់ឈ្មោះទាំងអស់ហ្នឹងមានអ្នកណាមានលោក Gen Z មួយដែលគិតថាមេដឹកនាំមួយដូចថាក្រុម Prince Group ហ្នឹងឮទៅថាធំជាងគេលុយ$15,000,000 FBI អាមេរិកបង្កក់បានណាក្រុមហ៊ុនគាត់នេះគឺពាក់ព័ន្ធធ្វើបាបឆបោកប្រជាពលរដ្ឋអាមេរិកច្រើនម៉ឺនអ្នកសែនអ្នកក៏ប៉ុន្តែលោក Gen Z គឺជាទីប្រឹក្សារបស់លោកហ៊ុនសែនហើយនៅមានមនុស្សប្រមាណនៅក្នុងស្រុកខ្មែរហ្នឹងដែលកាងលោក Gen Z ដើម្បីឲ្យធ្វើអីបាទវាមិនដែលលោក Gen Z ជនជាតិចិនវិចបង្វិចមកក្រមិនដឹងជាស្អីផងស្រាប់តែប្រមាណ10ឆ្នាំឡើងទៅជាមហាអុកញ៉ាដែលលុយវល់កោត$$1,000,000,000យ៉ាងនេះរួចទៅធ្វើស្អីស្រុកខ្មែរហ្នឹងបើឯងចេះរកស៊ីមានបានអញ្ចឹងមន្ត្រីខ្មែរហ្នឹងគេរកស៊ីមានងាប់អស់ហើយគេចាំទុកឲ្យឯងរកអញ្ចឹងគេគ្រាន់តែយកមកធ្វើជាឧបករណ៍ដើម្បីឲ្យគេដាក់អូថាមានជនជាតិចិនការពារដល់ពេលថ្ងៃណាមួយមានរឿងអីគឺចាប់បញ្ជូនទៅស្រុកចិនហ្នឹងគឺល្បិចគេអញ្ចឹងតាប៉ុន្តែនៅពីក្រោយខ្នងហ្នឹងគឺបើគ្មានការជ្រុំជ្រែង Gen Z មិនអាចធ្វើអីបាននៅស្រុកខ្មែរទេព្រោះខ្មែរជាដែនអធិបតេយ្យរបស់ខ្មែរ
ចិននេះគឺគ្រាន់តែជាឧបករណ៍ដែលយកមកដើម្បីបលែមបន្លំព្រោះអីខ្មែរយើងតែធ្វើខ្លួនឯងទៅវាពាន់តំណោតចឹងយកចិនមកព្រោះចិនហ្នឹងសិតតែចិនក្បាលស៊ីក្បាលចិនកតុយស៊ីកតុយក្បាលអត់ជាប់មេឃជើងអត់ជាប់ដីមកត្រូវគ្នាហ្មងមួយមន្ត្រីពុកលលួយអក្រិតជនដែលចង់អញ្ចឹងប្រើសិនណាចិនផងសិតតែអ្នកជំនាញអ្នកអីហើយណាមួយយកចិត្តចិនផងឲ្យវាបានគោលនយោបាយគ្រប់គ្រងជនជាតិចិនមហោស៊ីរអីចឹងតាក់ទាញចិនឲ្យមហោស៊ីឲ្យច្រើនមកដូចទឹកបាក់ទំនប់ដោយសារតែយើងសម្ដោះប្រោះប្រណីដោយទាំងអាពោះក្អែបដោយទាំងអាកពើអាសัตว์អាសេរពឹសអីមកតែនិយាយទៅមកសម្រាមហូរចូលពេញបឹងខ្មែរដល់ពេលអញ្ចឹងគាត់មានតែខ្វល់រឿងសម្រាមនេះណាហើយបើដល់ពេលហើយចាប់បានចិនស៊ីហើយបញ្ជូនទៅចិនទៅវិញទៀតដែលជាជនជាតិខ្មែរមានសញ្ជាតិខ្មែរឃើញទេរួចខ្លួនគាត់ថារួចខ្លួនអ្នកណានៅពីក្រោយអ្នកណាឲ្យសញ្ជាតិលោកចិនស៊ីអ្នកណាការពារក្រុមហ៊ុនទាំងអស់ហ្នឹងមានឈ្មោះនៅក្នុងទាំងអស់ហើយទៅយើងធ្វើមិនដឹងហើយចង់ក្រោយលោកហ៊ុនម៉ាណែតថាអូលោកលីយ៉ុងផាត់ហើយលោកកុកអានរឿងបកគលហ្នឹងរឿងជាតិប៉ុណ្ណាហ្នឹងគាត់និយាយរឿងបកគលចឹងបានខ្ញុំថាលោកហ៊ុនម៉ាណែតទេបើនៅស្ងៀមជាងស្ដីតាពីជ័យខ្ចីជាងទៅនេមាត់ល្អទៅការពារខ្ញុំដឹងហើយមនុស្សរបស់គាត់ការពារប៉ុន្តែយើងទៅការពារជនសង្ស័យដែលធ្វើឲ្យខូចមុខជាតិលើឆាកអន្តរជាតិខូចជាតិសាសន៍ខ្មែរទាំង8 10លានអ្នកដើម្បីតែប្រយោជន៍គ្រួសារនិងការអំណាចរបស់ខ្លួនសុខចិត្តអោបកសោបសិតតែក្របបែកផ្ទុះតាហ្នឹងសិតក្របបែកម៉ោងនេះទាំងលោកកុកអានទាំងលោកលីយ៉ុងផាត់ហ្នឹងក្របបែកម៉ោងទៅយកមកអោបទៅដល់ពេលដល់ម៉ោងវាផ្ទុះស្លាប់ទាំងអស់គ្នាហ្នឹងតែគាត់ការពារដោយសារអីក្របបែកម៉ោងទាំងអស់នេះគឺជាហັບប្រាក់ហັບលុយឲ្យគាត់ដែរខ្ញុំមិនទៅចោទប្រកាន់ថាបុគ្គលទាំងអស់នេះសុទ្ធតែជាអក្រិតជនទេព្រោះយើងមិនអាចទៅចោទថាគាត់ជាអក្រិតជនបានទេបើគ្រាន់តែគេសង្ស័យក៏ប៉ុន្តែដើម្បីឲ្យគាត់ស្អាតស្អំដើម្បីឲ្យលាងសម្អាតឈ្មោះគាត់ព្រោះនៅក្នុងបញ្ជីខ្មៅតែគេលើឆាកអន្តរជាតិគេទទួលស្គាល់គេដឹងឮគឺយើងត្រូវតែចាត់ការពួកគាត់ដោយតម្លៃណាក៏ដោយត្រូវតែចាត់ការពួកគាត់ស៊ើបអង្កេតដើម្បីលាងសម្អាតខ្លួនគាត់ក៏លាងទៅតែចាត់ការមិនមែននិយាយថាអូឥឡូវអត់មានពាក់ព័ន្ធទេក៏ជួលមេធាវីទៅលុបឈ្មោះចេញពីបញ្ជីខ្មៅគេភ្លើងអត់រួចទៅជួលមេធាវីទៅលុបផ្សែងមាននរណាដែលលុបផ្សែងបានបងប្អូនផ្សែងបើភ្លើងវាអត់រលត់ផ្សែងវានៅតែហុយសពងអញ្ចឹងតាទាល់តែយើងផលិតភ្លើងក្មេងបៀមដៃក៏គេដឹងរឿងនេះដែរប៉ុន្តែកម្ពុជាគឺអញ្ចឹងឯងគឺយើងធ្វើដល់ឥឡូវឃើញអ្នករាយការណ៍ពិសេសគេសួរថាតើត្រីធំនៅណាហេតុអីក៏មិនចាត់ការនេះម៉ោងនេះនៅពេលដែលលោក Thomas Andrew រាយការណ៍បែបនេះហើយសារបែបនេះទៅរដ្ឋាភិបាលចាំមើលក្រុមអង្គការមហាមន្ត្រីនឹងចែកជើងគ្នាមិនស្រួលម៉ោងនេះនឹងដាក់សាប៊ូដល់ Cyprus ឬក៏រត់ទៅប្រទេសទី3ទី4អីណាហើយអស់បាត់ទៅហើយទេក៏មិនដឹងដែរព្រោះអីវាពិបាកណាស់គាត់ដឹងថាត្រូវយ៉ាងម៉េចហើយនៅពេលដែលពេលហ្នឹងលោកប្រធាន FBI របស់អាមេរិកនេះ Kash Patel គាត់ចុះទៅស្រុកខ្មែរមិនមែនទេ Kash Patel មេ FBI ទៅស្រុកខ្មែរទេមកប្រវត្តិស្រុកខ្មែរតាំងពីអើយមកតាំងពីខ្ញុំធំដឹងក្តីមកអត់ដែលមានមេ FBI ណាកុំថាមេ FBI ត្រឹមតែមន្ត្រីប្រធាននាយកដ្ឋានណាមួយរបស់ FBI នឹងចុះទៅដល់កម្ពុជានោះដូចអត់ដែលមានទេយើងប្រហែលជាគិតថាអូមកពីកម្ពុជាអត់មានប្រព្រឹត្តអក្រិតអីធំមែនបាន FBI អត់ចាប់អារម្មណ៍ចុះទៅធ្លាប់ដែរ FBI គេធ្លាប់បញ្ជូនមន្ត្រីគេចុះទៅស៊ើបអង្កេតតាក់ទងរឿង Ron Abney ប្រហែលជាលោកចាំជនជាតិអាមេរិកដែលគេបោកគ្រាប់បែកសម្រាប់លោកសំរងស៊ីនិងបាតកោនៅមុខព្រឹទ្ធសភាវត្តមុខរដ្ឋសភាវត្តបទុមស្លាប់បាតកោដែលគ្រប់គ្រងគណៈបកប្រឆាំងលោកសំរងស៊ីនឹងអស់16នាក់របួសរាប់សិបនាក់ទៀតយុទ្ធធរអត់ទាន់មានផងព្រោះអីគិតកោដែលស្អីឈ្មោះអាហ្វ្រិកឈ្មោះប្រេស៊ីលប្រេអីណានោះក៏ពើស៊ីបាត់តាំងពីនឹងមកហើយដែលគេគិតថាជាក្រុមនៅក្នុងកងអង្គរៈរបស់លោកហ៊ុនសែនឯណានោះស្ងាត់បាត់ជើង FBI គេគូរូបគេគូអីចេញមកអាហ្នឹងមានមន្ត្រី FBI ចុះទៅម្ដងតែមិនមែនកម្រិតដល់មេកំពូល FBI ទេឥឡូវ Kash Patel មេកំពូល FBI ចុះទៅជួបលោកហ៊ុនម៉ាណែតមិនមែនទៅយកកម្រងផ្កាភ្ញីទៅសរសើរលោកហ៊ុនម៉ាណែតថាបានដោះស្រាយបញ្ហា scam ទេទៅប្រាប់លោកហ៊ុនម៉ាណែតថាខ្ញុំឃើញហើយអស់លោកកំពុងតែធ្វើក៏ប៉ុន្តែអត់ទាន់ចំរមាស់ទេខ្ញុំមកនេះខ្ញុំមកប្រាប់ថាអស់លោកធ្វើអត់ទាន់ចំរមាស់ទេ FBI នៅសហការព្រោះ FBI ចោទប្រកាន់លោក Gen Z ពីបទឆបោកអនឡាញបង្កក់ទ្រព្យ$15,000 លានអ្នកចាប់ Gen Z បានដកសញ្ជាតិ Gen Z ទៅបញ្ជូនទៅឲ្យចិនឯណាទៅវិញអាមេរិកគេមិនបាច់និយាយទេគេគ្រាន់តែទៅប្រាប់ថាកុំពេកហើយឥឡូវអ្នកចាប់ Gen Z បានបញ្ជូនទៅលីសុងបញ្ជូនទៅអស់អាមេរិកជាអ្នកដែលរកបានភ័ស្តុតាងចោទប្រកាន់អ្នកទាំងអស់នេះអ្នកចាប់បានអ្នកបញ្ជូនទៅចិនហើយអ្នកទាំងអស់នេះមានសញ្ជាតិខ្មែរអ្នកធ្វើយ៉ាងម៉េចដើម្បីផ្កើនការ FBI គេអត់ដឹងគេដឹងតាគាត់ថាជាការទូតគេទៅនឹងដើម្បីរឹតបន្តឹងចំណងតាក់ទងរវាងអាមេរិកនិងកម្ពុជាព្រោះអីលោក Kash Patel បាននិយាយថាការប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះវាទើបតែចាប់ផ្ដើមទេលោកហ៊ុនម៉ាណែតថាបិទបញ្ចប់តាំងពីចុងខែមេសាឆ្នាំ2026ម្លេះប៉ុន្តែលោក Kash Patel មេ FBI ប្រាប់ថាការឆបោកអនឡាញនៅកម្ពុជាដែលកំពុងតែចាត់ការនេះគឺអាមេរិកអត់ឲ្យរួចខ្លួននេះគឺទើបតែចាប់ផ្ដើមទេអញ្ចឹងបានន័យថាម៉េចទើបចាប់ផ្ដើមខ្មែរយើងថាងាប់ទើបចាប់ផ្ដើមមិនយើងចាប់អស់មកកណោហើយសឹងថាអស់មកប្រទេសហើយអត់ទេទើបចាប់ផ្ដើមនឹងគាត់សម្ដៅថាយើងចាប់បានតែត្រីកញ្ចុះត្រីកភ្លៀងអាមេរិកគេចាត់ការអត់ទាន់បានផ្ដន់ទាទោសលោក Gen Z នៅក្នុងតុលាការអាមេរិកនៅឡើយហើយនៅមានមន្ត្រីច្រើនណាអាមេរិកអត់ទាន់បានផ្ដន់ទាទោសសូម្បីតែមួយនាក់ទើបតែចោទប្រកាន់សិនទេដូច្នេះនៅរេលពេញថ្លុកនៅស្រុកខ្មែរហ្នឹងដែលជាត្រីធំហ្នឹងអត់បានចាត់ការអីសោះហើយទៅយើងគិតថារួចខ្លួនណាមកសហការជាមួយនឹង FBI អត់មាន FBI ទៅឲ្យផ្កាភ្ញីឲ្យយើងទេគឺជាការព្រមានប្រាប់ថាដោះស្រាយទៅព្រោះជាចំណុចចាប់ផ្ដើមហើយ FBI នឹងសហការជួយហើយមិនត្រឹមតែប៉ុណ្ណឹងមុននឹងមេ FBI ចូលទៅស្រុកខ្មែរមានមន្ត្រីទូតអាមេរិក2នាក់យ៉ាងហោចទី1គឺភារៈធារីរបស់អាមេរិកប្រចាំនៅកម្ពុជាគឺអ្នកស្រី Alex Zero
គឺគាត់បានបដិញ្ញាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញដល់ទីបំផុតនៅកម្ពុជានោះដើម្បីរកយុត្តិធម៌មិនមែនសម្រាប់កម្ពុជាទេណាបងប្អូនទេច្រឡំរកយុត្តិធម៌ជូនជនជាតិអាមេរិកដែលរងគ្រោះដោយអំពើឆបោកនៅកម្ពុជាយើងសពថ្ងៃនេះណាយើងមានភ័ព្វវាសនាទេជាខ្មែរភ័ព្វវាសនាមួយនៅក្នុង1លានភ័ព្វវាសនាទេដោយសារតែអាការឆបោកនៅស្រុកខ្មែរហ្នឹងវាប៉ះពាល់ដល់ជនរងគ្រោះដែលជាអាមេរិកនឹងខ្ញុំនិយាយម្ដងទៀតបើកុំប៉ះពាល់ជនរងគ្រោះនៅអាមេរិកកម្ពុជាជិះសេះលែងដៃមិនដឹងជាសបាយហើយអើប៉ុណ្ណាធ្វើប៉ុណ្ណឹងរួចខ្លួនណាប៉ុន្តែកម្មអកុសលកម្ពុជាគឺប៉ះជនដែលបោកបានគឺភាគច្រើនជាជនជាតិអាមេរិកដូច្នេះហើយបានជាអាមេរិកដោះស្រាយដើម្បីរកយុត្តិធម៌ជូនជនជាតិគេជូនជនជាតិគេហើយតែអញ្ចឹងយើងហៅជនជាតិគេតាមពិតខ្ញុំសប្តាហ៍ក៏មានជនជាតិអាមេរិកតែខ្ញុំមិនដែលគិតថាខ្ញុំអាមេរិកសោះខ្ញុំនៅតែគិតថាខ្ញុំខ្មែរទាំងឈាមទាំងពលឹងទាំងវិចារណញ្ញាណទាំងស្អីទាំងអស់តែយ៉ាងណាបងប្អូនតាមទម្លាប់គឺយើងចូលសញ្ជាតិអាមេរិកគឺគេឲ្យយើងបោះបង់ចោលសញ្ជាតិខ្មែរប៉ុន្តែខ្ញុំអត់ទេខ្ញុំចូលសញ្ជាតិអាមេរិកមែនប៉ុន្តែខ្ញុំនៅតែបេះដូងឈាមជ័រខ្ញុំនៅជាខ្មែរ 100% ទេប៉ុន្តែខ្ញុំនៅតែគ្រប់គ្រងគោលនយោបាយសហរដ្ឋអាមេរិកតាក់ទងនឹងខ្ញុំជាសញ្ជាតិអាមេរិកប៉ុន្តែមិនមែនបានន័យថាផ្កាប់មុខគ្រប់គ្រងទេណាឯងធ្វើអត់ត្រូវខ្ញុំរិះគន់មេដឹកនាំគ្រប់តែគ្នាប៉ុន្តែដើម្បីឲ្យតម្លៃក្នុងនាមខ្ញុំជាអ្នកដែលមានសញ្ជាតិអាមេរិកគឺខ្ញុំការពារប្រយោជន៍អាមេរិកដែរដូច្នេះក្នុងន័យនេះគឺអត់មានអីសពិចសពិលទេមិនមែនក្បត់ជាតិខ្មែរទេក៏ប៉ុន្តែខ្ញុំមានសញ្ជាតិអាមេរិកតែខ្ញុំនៅតែស្រឡាញ់ជាតិខ្មែរដោយសារខ្ញុំឈាមជ័រជាខ្មែរខ្ញុំស្លាប់ទៅជាខ្មែរខ្ញុំមិនមែនស្លាប់ទៅជាអាមេរិកទេបើសិនជាខ្ញុំស្លាប់ក្នុងនាមជាខ្មែរបាទអញ្ចឹងបន្តទៀតគឺមេដឹកនាំរបស់ FBI គេបានប្រាប់ខ្មែរយើងហើយឲ្យអ្នកចាត់ការឲ្យកុំលំកុំស្មានតែគេល្ងងកុំស្មានតែគេមិនដឹងហើយដល់ពេលឥឡូវពេលដែល Alex Zero និយាយអញ្ចឹងឯកអគ្គរដ្ឋទូតទៅអនាគតរបស់អាមេរិកប្រចាំនៅកម្ពុជាលោក Christopher Anderson ដែលថ្ងៃទី16ខែកក្កដាអញ្ចឹងមកខ្ញុំឲ្យបងប្អូនកត់ថ្ងៃនឹងទុកថ្ងៃទី16ខែកក្កដាលោក Christopher Anderson ថ្លែងសារចំនួន2ចំណុចដែលយើងទាំងអស់គ្នាជាខ្មែរត្រូវកត់លើជញ្ជាំងក្នុងក្រាំងមាសទុកថ្ងៃណាមួយលោក Christopher Anderson ចូលទៅស្រុកខ្មែរចាំផ្ទៀងផ្ទាត់សួរគាត់ធ្វើដល់ពេលណាហើយបានដល់ប្រមាណទី1នៅមុខសមាជិកគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកដែលជាអ្នកដែលផ្ដល់ការទុកចិត្តដើម្បីបោះឆ្នោតឲ្យគាត់បានទៅខ្លាយទៅជាតំណាងទូតអាមេរិកប្រចាំនៅកម្ពុជានោះគឺគាត់បញ្ញាចំនួន2ចំណុចទី1គឺប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះដល់ទីបញ្ចប់ហើយត្រូវរកអ្នកនៅពីក្រោយខ្នងហ្នឹងយកមកផ្ដន់ទាទោសឲ្យខាងតែបាននេះពាក្យនេះដែលធ្វើឲ្យលោក Thomas Andrews នេះដែលជាជនជាតិអាមេរិកហើយជាអតីតតំណាងរាស្ត្រអាមេរិកហើយឥឡូវជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិហើយដោយសារតែសប្តាហ៍ថ្ងៃគឺគាត់ទៅតំណាងអាមេរិកដែរបើតែថាធ្វើការឲ្យខ្មែរមែនដោយសារតែអាណត្តិរបស់គាត់គឺជាមន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិយាយពីរឿងសិទ្ធិមនុស្សក៏ប៉ុន្តែគាត់ជាជនជាតិអាមេរិកឈាមជ័រអាមេរិកហើយប្រជាជនអាមេរិកជាង8សែននាក់រងគ្រោះដោយសារអំពើឆបោកអនឡាញនៅកម្ពុជាដូច្នេះទៅរឿងហ្នឹងហើយឥឡូវយន្តការរដ្ឋាភិបាលអាមេរិកគាត់ដោះស្រាយបញ្ហាសិទ្ធិមនុស្សតាដូច្នេះគាត់ទៅហ្នឹងគឺនិយាយពីរឿងហ្នឹងហើយរំលឹករដ្ឋាភិបាលកម្ពុជាដូច្នេះរឿងនេះគឺវាជាឱកាសមាសសម្រាប់រដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាហើយបើសិនជាអត់ទេគឺទៅហើយចប់ហើយអង់គ្លេសគេហៅថា the end សំទោសអង់គ្លេសគេប្រើពាក្យថា the beginning of an end នេះបានន័យថាជាចំណុចចាប់ផ្ដើមនៃទីបញ្ចប់បានន័យថាទីបញ្ចប់ជួនកាលវាអត់ដឹងចប់នៅពេលណាប៉ុន្តែឥឡូវវាមានចំណុចចាប់ផ្ដើមមួយគឺចាប់ផ្ដើមនៃទីបញ្ចប់ដោយរទេះភ្លើងអញ្ចឹងបងប្អូននៅពេលដែលវាបើកលបឿនលឿនមែនតើគឺយើងអត់មានទីបញ្ចប់ទេចុះទៅអញ្ចឹងទៅ100គីឡូក្នុង1ម៉ោងក៏ប៉ុន្តែនៅពេលដែលចាប់ផ្ដើមបន្ថយលបឿនហើយចាប់ផ្ដើមលឺសូរខ្យល់ថយមកបានន័យជាដល់រ៉ារទេះភ្លើងអាចចំណុចដែលបន្ថយលបឿនហ្នឹងឯងគឺបើសិនជាត្រូវធ្លាក់ជ្រោះគឺបានន័យថាជាចំណុចចាប់ផ្ដើមនៃការធ្លាក់ជ្រោះហើយព្រោះបើកទៅហ្នឹងគឺទម្លាក់មកដឹងតែខ្លួននេះទៅស្រុតហើយក្នុងនេះគឺវាមានរឿងពីរខ្ញុំនិយាយថាចំណុចចាប់ផ្ដើមនៃទីបញ្ចប់អាចចំណុចចាប់ផ្ដើមនៃទីបញ្ចប់នៃរបៀបដឹកនាំផ្ដាច់ការពុករលួយរំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យបែបបកពួកគ្រួសារនិយមនៅកម្ពុជាហ្នឹងក៏ថាបានដែរដោយសារអីអត់មានជំរឿសអីដែលត្រូវដោះស្រាយទេព្រោះនេះជាទីបញ្ចប់នៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមនៃក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ដែរសេចក្តីសង្ឃឹមមួយដែលរងចាំឲ្យមានឱកាសនេះព្រោះអ្នកដឹកនាំផ្ដាច់ការគេអត់ដែលដោះស្រាយបញ្ហាទេគឺគេនៅទប់រហូតតទៅទប់បានហើយធ្វើនយោបាយប្រជាពិធដ្ឋបោកប្រជាពលរដ្ឋក៏ប៉ុន្តែដល់ដំណាក់កាលចុងក្រោយក៏គាត់ទប់អត់បានដែរដោយភ្នំព្រះសម័យមកសង្កត់គឺវាទៅហើយដូច្នេះវាអាចជាចំណុចចាប់ផ្ដើមនៃការរលំរលាយនៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏វាជាចំណុចចាប់ផ្ដើមនៃចំណុចវិជ្ជមានសេចក្តីសង្ឃឹមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរថាមានអន្តរជាតិបើក៏មានអន្តរជាតិព្រោះក្រោយដងលោកហ៊ុនសែនអត់ដែលខ្វល់អន្តរជាតិទេយើងចាំហ្នឹងបងប្អូនលោកហ៊ុនសែនធ្វើឲ្យប្រជាពលរដ្ឋខ្មែរអ្នកតស៊ូមតិប្រជាធិបតេយ្យបាក់ស្មារតីបាក់ស្បាត់ច្រើនលើកច្រើនគ្រាដោយសារគាត់យកអាវិធីនយោបាយប្រជាពិធដ្ឋមួយគឺស្អំចិត្តប្រជាពលរដ្ឋមួយថាកម្ពុជាអត់ដួលទេយើងគ្រាន់តែបំផ្លាញសិទ្ធិមនុស្សបំផ្លាញក្រុមប្រឆាំងប៉ុណ្ណឹងយើងយកពីអគុណសន្តិភាពមកទប់ទៅប្រជាពលរដ្ឋច្បាស់ជាពុលនឹងអាការអគុណសន្តិភាពណាមិនចង់បានសន្តិភាពអញ្ចឹងនឹងភ្លេចគណៈបកប្រឆាំងព្រោះមានគណៈបកប្រឆាំងគឺមានសង្គ្រាមដល់តែពេលអត់គណៈបកប្រឆាំងគឺមានសន្តិភាពអគុណសន្តិភាពដោយសារតែអត់គណៈបកប្រឆាំងអញ្ចឹងទៅធ្វើឲ្យប្រជាពលរដ្ឋដូរអាពាក្យថាអត់គណៈបកប្រឆាំងមកអគុណសន្តិភាពយកគណៈបកប្រឆាំងជាសង្គ្រាមហ្មងដល់អញ្ចឹងទៅនាំគ្នាទំទិញពាក្យហ្នឹងបិទគ្រប់សំបីតែប្រគុណក៏បិទដែរអគុណសន្តិភាពហ្នឹង
ដើម្បីអីនយោបាយប្រជាធិបតេយ្យមួយគឺស្អំចិត្តប្រជាពលរដ្ឋកុំឲ្យនឹកឃើញអំពីការរំលាយគណៈបកសង្គ្រោះជាតិព្រោះតែរំលាយទៅគឺប្រជាពលរដ្ឋនៅសោកស្ដាយនៅថាបាត់ប្រយោជន៍តែបានសន្តិភាពដែរអញ្ចឹងយើងមានសន្តិភាពដោយសារអស់សង្គ្រាមហើយព្រោះសង្គ្រាមនេះដោយសារក្រុមប្រឆាំងពលលោកហ៊ុនសែននិយាយឲ្យថាបើបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាគឺមានសន្តិភាពបើបោះឆ្នោតទម្លាក់គណៈបកប្រជាជនកម្ពុជាគឺបោះឆ្នោតយកសង្គ្រាមមានតែពីរហ្នឹងគាត់ផ្លូវឲ្យប្រជាពលរដ្ឋជ្រើសអត់ដែលគិតថាបោះឆ្នោតឲ្យគណៈបកប្រឆាំងនឹងមានជីវភាពទូធានឹងមានប្រាក់បៀវត្សប្រាក់ម៉ោងប្រាក់ឈ្នួលឡើងជីវភាពគ្រាន់បើបាត់កាត់បន្ថយអំពើពុករលួយឈប់ឲ្យបកពួកនិយមតំណាងរាស្ត្រអីមានតំណាងគ្រប់ភូមិឃុំសង្កាត់ដើម្បីតំណាងឲ្យប្រយោជន៍ផ្ទាល់ខ្លួនព្រោះមានបកប្រឆាំងចូលរួមគណៈបកកណ្ដាលអំណាចមិនអាចជិះសេះលែងដៃគេអាចហៅក៏ហៅនាយករដ្ឋមន្ត្រីក្រសួងណាមកបំភ្លឺរឿងបំផ្លាញបរិស្ថានរឿងរ៉ែធម្មជាតិរឿងពុករលួយរឿងស្អីលុបបឹងលុបបួព្រៃភ្នំកាប់បំផ្លាញព្រៃឈើអីឡាក់នឹងឡាក់មកសួរបានគេមន្ត្រីបកប្រឆាំងអាចធ្វើនយោបាយការបរទេសនៅស្រុកក្រៅប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមត្រូវគ្នាផ្សះផ្សាជាតិមិននយោបាយស្មោកគ្រោកឡាក់នឹងឡាក់គេអត់ដែលផ្សាយអញ្ចឹងទេគឺគេផ្សាយថាបើអត់គណៈបកប្រឆាំងគឺមានសន្តិភាពមានគណៈបកប្រឆាំងគឺមានសង្គ្រាមហើយបើបំផ្លាញទៅក៏ល្អដែរស្កោលទោសទៅឲ្យបាត់ឆ្លាស់ទៅដើម្បីឲ្យខ្មែរមានសន្តិភាពព្រោះសង្គ្រាមយូរពេកទៅចោតសង្គ្រាមបានមកពីគណៈបកប្រឆាំងហើយអត់ត្រូវការឲ្យបរទេសណាមកគ្របដណ្ដប់ជាន់ក្បាលខ្មែរទេទាំងសហគមន៍អឺរ៉ុបទាំងសហរដ្ឋអាមេរិកសាររបស់គេនឹងតែអញ្ចឹងគឺសហគមន៍អឺរ៉ុបណែឯងដក 20% ដក 100% ក៏បានដែរអត់ងាប់ទេហ៊ុនសែនអត់ងាប់ទេគាត់និយាយអញ្ចឹងអ្នកដែលស្លាប់គឺប្រជាពលរដ្ឋ18លានអ្នកព្រោះគ្រួសារតកូលហ៊ុននេះចាយ100ជាតិទៀតក៏អស់ដែរគាត់មានតែភ័យខ្លាចស្លាប់ស្អីគាត់អ្នកណាដែលមានលទ្ធភាពទៅវាយកូនគោលបងប្អូនមួយថ្ងៃគ្នារកតែលុយទិញក3ពេលអត់ទាំងបានផងបងលុយមីក្រូហិរញ្ញវត្ថុបងអត់គ្រប់ច្បាក់គេរំសួតមេដឹកនាំទៅវាយកូនគោលវាយអីណាសុបាយក្អាយអីតើអ្នកណាមានលទ្ធភាពធ្វើដូចគាត់បានបើគាត់មានរបរអីដូចលោកត្រាំដូចអីគឺមិនខ្វល់ទេគាត់សទ្ធិតែលោកហ៊ុនសែនមានសទ្ធិមកពីណាគាត់មកពីសម័យខ្មែរក្រហមមកចកេះដូចយើងដែរហ្នឹងហើយប្រាក់ខែនាយករដ្ឋមន្ត្រីមានប្រមាណខ្ញុំឲ្យ$5000ចុះមួយខែហើយចុះបើគាត់ដើរតែជួលមនុស្សនេះមនុស្សនោះម្ដងមួយសែនម្ដង5 80000 50000ដូចស្អីជួលសានបន្ទឿនជួលសពូនមីដាដាជួលអ្នកនេះជួលអ្នកនោះឲ្យលុយអ្នកនេះឲ្យអ្នកនោះរឿងទីសវណ្ណថានោះឬសូព័ត៌មានរឿងដល់ទៅ1លានទៅបានលុយនោះមកពីណាហើយដល់ពេលអញ្ចឹងបច្ចាយអាហ្នឹងអស់ហើយតើគាត់បានលុយឯណាទៅធ្វើអីផ្សេងទៀតដូច្នេះអាហ្នឹងតកតងនឹងអំពើពុករលួយនៅក្នុងរបៀបដឹងហើយអ្នកណាទៅសួរគាត់បើសិនពួកប្រឆាំងវិញចាប់ដាក់គុកអស់ហើយអត់ប្រកាសទ្របអត់ប្រកាសអីបានលុយអីនាំទៅថាតែមិនតិលតែបន្តិចតែ$250ផងកុំថាឡើយដល់ទៅលុយរាប់ម៉ឺននាឡិកាតម្លៃលានដុល្លារលុយតែ$250សោះរឿងខំចន្ទរាទីហៅស្រីមុំតាក់តងនឹងរឿងគេចោទប្រកាន់លោកកឹមសុខាថាមានស្នេហាសហាយស្មន់អីជាមួយនាងខំចន្ទរាទីដែលក្រុមស្រីចម្រើននឹងធីសវណ្ណថាទៅរលរឿងរហូតដល់កម្ពុជាគាត់ជាប់គុកខ្លះអ្នកខ្លះរត់ចោលស្រុកអីចឹងទៅដោយសារតែអំពើអកុសលកម្មហ្នឹងគាត់សាងច្រើនពេកទៅដល់ចឹងទៅវាបាបកម្មធ្លាក់តន់ហន់ចឹងដែរពួកគាត់ថាស្មាចូលគណៈបកប្រជាជនបានគេជួយឥឡូវជាប់គុកមានថ្ងៃលែងខ្ញុំអាសូរគាត់មែនតើខ្ញុំមិនចង់ឲ្យជាប់គុកជាប់ច្បាប់តែមករលរឿងលោកកឹមសុខារឿងខំចន្ទរាទីហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅជាប់មន្ត្រីអាត់ហុកដោយទាំងអ្នកស្រីមនីដោយទាំងលោកនីសុខាដោយទាំងលោកនីចរិយាជាប់គុកអត់ថ្ងៃចាញ់ដោយសារលុយ$250ដើម្បីជាសហុយជួលមិនជួលទេជួយជនរងគ្រោះដើម្បីមកធ្វើសក្ខីកម្មតាក់ទងនឹងរឿងលោកកឹមសុខាហ្នឹងនាងខំចន្ទរាទីហៅស្រីមុំហ្នឹង$250ចាប់គេដាក់គុករាប់ឆ្នាំតែ$250ចោតប្រកាន់ថាជាអំពើពុករលួយសោកសាក់សីអីណាហើយបើលុយគេវិញខាងគណៈបកប្រជាជនចង់អ្នកណាខ្សែក្រវ៉ាត់$125,000ឬក៏ពនាលការរាប់សែនរាប់អីអត់អ្នកណាឈឺក្បាលហាលថ្ងៃទេហើយគេអត់ដឹងអាហ្នឹងគេដឹងតែអស់លោកគិតថាធ្វើបានចេះធ្វើទៅឲ្យចេះប្រឡប់ហើយទៅជួលមនុស្សលលោកហ្នឹងមកឲ្យជេមរាយគេនិយាយអត់បានទេជេររហូតចាំមើលក្រុមលលោកនេះបន្តិចទៀតទៅគេបោចរួមយកទៅរ៉ូទីអស់ដូចគ្នាហ្នឹងព្រោះអីដល់អស់តម្លៃទៅគឺរ៉ូទីហើយយ៉ាងហោចបើមិនបោចរួមក៏ធ្លាក់ទៅដីសម្ោចរួមដែរព្រោះអស់តម្លៃអញ្ចឹងហើយបានខ្ញុំថាឃើញគេខំប្រឹងដោះស្រាយបញ្ហាយើងខំប្រឹងកាយកប់ត្រឡប់ជន់ឥឡូវដល់ពេលគឺនិយាយពីរឿងការឆបោកអនឡាញអាបញ្ហាចាក់ស្រេះហ្នឹងគឺយើងច្រើនតែផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋថាកុំភ័យអត់អីទេវាអត់មានបញ្ហាអីទេគឺអត់គណៈបកប្រឆាំងគឺដឹងតែមានសន្តិភាពស្រឡាញ់សន្តិភាពអត់គណៈបកប្រឆាំងអ្នកណាដាក់ទណ្ឌកម្ម EBA 20%ដាក់100%ទៅយើងនៅមានមាស30គីឡូទៀតអាហ្នឹងគាត់និយាយ30គីឡូយើងនៅមានប្រេងមួយដំណក់ឥឡូវនឹងប្រេងអីចេះឥឡូវត្រូវប្រដាសាទាំងអស់អាប្រេងក៏មិនបានអាប្រេងគួងបានប្រហែលសែនលីត្រគេលួចទាំងកប៉ាល់តែអត់ដឹងនៅឯណាទៀតអត់ដឹងបានលុយនៅឯណាស៊ើបអង្កេតនៅឯណាគេសងយើងអត់អាប្រេងក៏គួងមិនបានអាមកតំណក់នៅវាមានឈ្នះបានតែមកតំណក់ហ្នឹងអត់ទាំងអស់នេះជាបណ្ដាសាទេបងប្អូនប៉ុន្តែបងប្អូនអាបណ្ដាសានេះវាប៉ះត្រូវគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលមែនក៏ប៉ុន្តែវាចំណេញប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកទេជឿខ្ញុំប្រេងនៅបាតសមុទ្រនេះណាបើកុំបានខួងសោះក៏ល្អដែរព្រោះបើខួងមកមានអំពើពុករលួយការចែកគ្នាស៊ីចេះប្រជាពលរដ្ឋនឹងខ្សោះអស់លុយហ្នឹងអត់បានលុយដដែលដូចនៅវេណេស៊ុយអេឡាដូចនៅអ៊ីរ៉ង់ប្រេងលក់នោះលក់ពិភពលោកសង្កត់ថាខ្មួលខ្មៅដោយសារផ្សែងពុលពីប្រេងលក់ហ្នឹងលុយនិយាយពីយកទៅក្រាលថ្នល់ដេកតែប្រជាពលរដ្ឋរត់តបាយហូបអត់បានទេដោយសារអីរត់លួចអស់
មន្ត្រីកាងអំណាចលួចអស់ដល់អញ្ចឹងអាខ្សោះធនធានធម្មជាតិក្រោមដីក៏អស់អាលុយចូលទៅកប៉ៅមន្ត្រីពុកលលួយអស់អញ្ចឹងមកខ្ញុំថានេះគឺជាភ័ព្វវាសនារបស់ស្រុកខ្មែរដែរអត់បាច់ខួងបានឲ្យវានៅជារ៉ែធម្មជាតិនៅបាត់បឹងបាត់ទន្លេទុកឲ្យកូនខ្មែរចំនួនក្រោយតទៅទៀតថ្ងៃណាស្រួលបួលរៀបចំស្រុកទេសរៀបចំកុំឲ្យមានអំពើពុករលួយប្រជាធិបតេយ្យត្រឹមត្រូវកុំឲ្យឯកបៈបែបនេះគោះមកយកប្រេងនឹងមកលក់គឺបានផលដល់ប្រជាពលរដ្ឋទាំងអស់អានឹងអាស្រ័យផលក៏ល្អមិនហួសពេលដែរទុកទៅវាជាទ្រព្យគាត់ចិន្តាដែរទេព្រោះបើវានៅជារបស់ខ្មែរវានៅតែជារបស់ខ្មែរបកាយមកឥឡូវចាំមើលបកាយបានឥឡូវរឿងទៀតគណៈបកប្រជាជនកម្ពុជាកំពុងតែខ្សែធនហើយបើតាមមើលខ្ញុំនិយាយនេះគេហៅរឿងខ្ញុំទៀតហើយគេថាមូនរ៉េតហ្នឹងនិយាយតែអាក្រក់ពីគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្សែធនហ្នឹងគឺខ្ញុំសម្ដៅទៅលើកត្តាចាក់ស្ដែង scam online ពេញផ្ទៃប្រទេសធ្វើឲ្យបាត់ចំណូលបាត់ភ្ញៀវទេសចរបាត់សេដ្ឋកិច្ចធ្លាក់ចុះបាត់ព្រំដែនបាត់ស្អីចឹងទៅហ្នឹងហើយអាបាត់ព្រំដែនហ្នឹងកំហុសមកពីថៃគេអ្នកបាត់ខ្ញុំទទួលស្គាល់តែថៃខូចអត់អីទេប៉ុន្តែវាមានបញ្ហាដោយសារតែយើងហ្នឹងក៏វាមានបញ្ហានយោបាយជាមួយថៃយូរហើយដែរហើយផ្ទៃក្នុងយើងដែរបើថៃវាយយើងបានថៃវាយយូរហើយមិនមែនថៃវាយនៅពេលនេះដោយសារតែយើងធ្វើឲ្យបាច់បាក់ជាតិយើងខ្លាំងពេកយើងផ្ទៃក្នុងយើងលែងត្រូវគ្នាខ្មែរយើងហែកហួរថៃមានឱកាសគឺថៃវាយយើងហ្មងថៃចង់វាយយើងយូរហើយតែវាយអត់បានតាប់ពីឆ្នាំ2017មកនៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិគេដឹងថាខ្មែរនេះលលាយខ្សលហើយលែងគិតសិទ្ធិមនុស្សលែងគិតប្រជាធិបតេយ្យគឺដើម្បីក្រាញអំណាចគឺគេវាយខ្មែរបានដោយសារគេដឹងថាគេបាច់ប្រាក់ដួងមកបានហើយគេដឹងថាគេនឹងធ្វើឲ្យខ្មែរយើងខ្មែរខ្ញុំនិយាយម្ដងទៀតឆ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដូចលៀតកំណត់ទ្របឲ្យចោលឃើញកំណត់ទ្របឃើញភាពឆ្លោះគ្នារបស់យើងឡាយតែបោចសក់យកអស់លីងនេះឯងយើងរៀបចំមកវិញអញ្ចឹងបានជាថៃមើលងាយមិនមែនថៃខ្លាំងទេគឺខ្មែរខ្សោយហើយយើងត្រូវទទួលស្គាល់ការពិតថៃខ្លាំងប៉ុណ្ណាក៏មិនអាចមកឈ្លានពានដែនអធិបតេយ្យរំលោភច្បាប់ជាតិនិងអន្តរជាតិហើយបើថៃខ្លាំងឧទាហរណ៍ហើយខ្មែរមូលមាត់គ្នាក៏មិនឲ្យថៃយកដីខ្មែរបាន76កន្លែងហ្នឹងដែរខ្ញុំជឿថាជនជាតិខ្មែរយើងនឹងបដូរជីវិតមិនឲ្យណែឯងយកមកបានទេក៏ប៉ុន្តែដោយសារតែស្ថានភាពបែបនេះដល់ពេលយើងទ្រាំខ្លួនមេដឹកនាំយើងមិនអាចទប់គេបានគឺយើងសុកចិត្តចុះហត្ថលេខាកិច្ចព្រមព្រៀងបាត់ជប់បាញ់សុំអ្នកណានៅហ្នឹងអស់76កន្លែងហ្នឹងសិនទៅហើយសង្ឃឹមថាបានមកវិញអូខេទៅសង្ឃឹមទៅបើអត់ប្តឹងគេទៅយើងសង្ឃឹមទៅយើងនៅតែស្រែកកោតទោសគេទៅហើយកុំប្តឹងទៅតុលាការអន្តរជាតិឥឡូវវិលមកវិញខ្ញុំថារដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនកម្ពុជាដល់ដំណាក់កាលខ្សែធននេះគឺដោយសារអ្វីដែលគាត់ធ្លាប់មានអាការឆោបបោកអនឡាញនេះបងប្អូនកុំគិតលេងសើចឲ្យសោះណាគ្រាន់តែគេបង្កក់លុយលោកចិនស៊ី15,000 លានដុល្លារទ្រព្យ Bitcoin ផងហ្នឹង15,000 លានដុល្លារយើងសាកគិតមើលថាតើវិស័យអចលនទ្រព្យអីដែលក្រុមហ៊ុន Gen Z នេះ Prince Group នេះបើកពេញផ្ទៃស្រុកខ្មែរវាស់ភ្នំពាត់អូស្ទឹងបឹងបួស្រែចម្ការប្រជាពលរដ្ឋដើម្បីអចលនទ្រព្យដើម្បីលាងលុយនេះតើទ្រព្យនេះប្រមាណ100,000 លានដុល្លារទៀតតើយើងមិនដឹងព្រោះអត់មាននរណាបង្កក់ទ្រព្យ Gen Z នៅស្រុកខ្មែរបាន$1អត់ទេនេះឯងដែលក្រុមខាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនេះចិត្តទៅសួរថាចុះហេតុអីបានត្រីធំគេបង្កក់ទ្រព្យ Gen Z 15,000 លានដុល្លារនៅអាមេរិកខ្មែរយើងតាមមួយសេនក៏អត់ដែរអូយើងទៅបង្ក្រាបការឆោបបោកអនឡាញក៏ក្រៅ600កន្លែង3-4,000អ្នកបញ្ជូនរាប់សែនអ្នកចេញទៅស្រុកក្រៅលុយបង្កក់ទ្រព្យពួកឆោបបោកតាម100រៀលក៏អត់មានដែរហើយយើងគេជឿដែរហើយចុះនៅអាមេរិកលោក Gen Z គេគ្រាន់តែដាក់តាបុគ្គលនឹងមួយតែ Gen Z សោះ15,000 លានដុល្លារដែលគេបង្កក់ទ្រព្យបានណាដូច្នេះយើងធ្វើឲ្យគេឆ្ងល់យើងគឺគេដឹងថាយើងនឹងធ្វើឲ្យតែបានទេរឿងមួយទៀតរឿងតាក់ទងនឹងរឿងដែលថាកម្ពុជាតលឆោបបោកនេះណាគឺជាឆ្នាំងបាយរបស់អ្នកដឹកនាំផ្ដាច់ការនៅប្រទេសណាក៏ដូចទេណាភូមានេះណាឆោបបោកអនឡាញហ្នឹងគឺជាឆ្នាំងបាយសម្រាប់របបសឹកយោធាភូមាប្រជាប្រដ្ឋខ្លោចផ្សាតែរបបសឹកយោធានៅមានដង្ហើមដកដោយសារលុយហ្នឹងគឺវាចូលទៅក្នុងក្រុមមេដឹកនាំជាន់ខ្ពស់របស់ភូមារឿងនៅស្រុកខ្មែរខ្ញុំមិនចោទប្រកាន់ថាលុយនឹងចូលទេប៉ុន្តែមើលលំនាំភូមានិងលំនាំប្រទេសផ្សេងទៀតដែលគេដឹកនាំបែបហ្នឹងគឺលុយហ្នឹងវាអត់ទៅណាឆ្ងាយពីក្រុមអ្នកដឹកនាំឬគណៈបកកណ្ដាលអំណាចហ្នឹងទេគឺដោយសារពួកគាត់កាងឲ្យធ្វើបានបើគេចង់ចាប់គេចាប់បានបងប្អូនចាប់ជនអ្នកដែលឆោបបោកអនឡាញនៅតាមបូរីនៅអីម្ដងបន្ទប់ខ្លះមាន3,000នាក់អីប៉ុណ្ណោះអាគារខ្លះមាន5,000នាក់ហុយដូចសម្ោចចឹងយើងទៅអត់ដឹងហីចឹងចុះហេតុអីបានជាសកម្មជនចលនាមេដាធម្មជាតិស្អីតែម្នាក់ពីរឬក៏អ្នកណាមាន comment អី on Facebook ទៅចាប់គេកាហែងណាដេញគេទៅដល់ថៃក៏ទៅចាប់មកបានទៀតប៉ុន្តែអានៅមុខនឹងអីហ្នឹងយើងមើលអត់ឃើញដូច្នេះយើងឃើញអំពីចំណាត់ការស្តង់ដាររបស់យើងហ្នឹងគឺថាវាចម្លែកតែវាអកុសលអានេះជាកម្មពៀដែលយើងសាងមកដល់ពេលវាដល់ដំណាក់កាលចុងក្រោយដែរនិយាយទៅគឺវាអកុសលដែរចំពោះគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលគ្នាក៏បាក់មុខដែរណាព្រោះខំប្រឹងណាឲ្យខាងកោសនិកហ្នឹងមកអួតអំពីសមិទ្ធិហ្នឹងគឺថាអូហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រូបវ័ន្តទឹកភ្លើងអីធ្វើដំណើរអីពីនេះទៅនោះអីឥឡូវលឿនអីអញ្ចឹងក្រចេះភ្នំពេញវិលវិញមិនឆ្ងាយ
អីអញ្ចឹងទៅក៏ប៉ុន្តែឥឡូវព្រែកឯងនៅឆ្ងាយដាច់អាឡ័យហើយព្រោះមានផ្លូវល្អមែនក៏ប៉ុន្តែវាឆ្ងាយវាពិបាកវាមិនដឹងធ្វើដំណើរមិនបើអត់លុយចាក់សាំងវាអត់លុយគ្រប់គ្រងជីវភាពផ្លូវហ្នឹងគឺកាន់តែឆ្ងាយទៅវិញអាផ្លូវដែលគួរតែចិត្តហ្នឹងដោយសារវាបញ្ហាចាក់ស្រែហើយអញ្ចឹងម្ដងទៀតគឺយើងនិយាយទៅគឺគាត់មានបញ្ហាដូច្នេះហើយគាត់ទៅអួតដំបូងហ្នឹងគាត់ថាមានទ្រព្យមានអីអញ្ចឹងដើម្បីទប់កុំឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្តហើយចាប់ផ្ដើមបំផ្លាញគណៈបកប្រឆាំងគិតថាអត់គណៈបកប្រឆាំងមានសន្តិភាពហើយនឹងសហគមន៍អន្តរជាតិកោតទោសអីក៏មិនស្ដាប់ដែរដាក់ 20% ដាក់ 100 ក៏បានដែរតែដល់ឥឡូវអាមេរិក GSP FBI រឿង scam រឿងអីឥឡូវបាក់ទំនប់ចាប់ផ្ដើមទាល់ច្រកតាមពិតអ្នកដែលបានផលសប្ងៃនេះគឺគណៈគឺប្រជាពលរដ្ឋកម្ពុជាទាំង18លានអ្នកទេដោយបានអាមេរិកជួយហ្នឹងគឺវាទៅហើយគណៈបព្វជិជនកម្ពុជាគាត់បាត់ធនធានបាត់អាប្រភពលុយបាត់អីហ្នឹងមិនអស់ទេគាត់នៅតែលុយច្រើនណាស់អង្គញាមហាមន្ត្រីមកកណោដែលជួយលុយបាក់ជួយអីហ្នឹងនៅតែក៏ប៉ុន្តែយូរទៅវាខ្សោះទៅតែប៉ុណ្្នឹងឯងបើគាត់កែអាចមានភាពល្អប្រសើរទៅវិញតែបើអត់កែទេគឺទៅហើយជាទីបញ្ចប់ហើយគឺចាប់ចំណុចចាប់ផ្ដើមនៃទីបញ្ចប់ខ្ញុំលើកទឹកចិត្តឲ្យគណៈបព្វជិជនកម្ពុជាកែទៅហើយខ្ញុំនឹងសារតអត់អីទេកែទៅព្រោះបានល្អទាំងអស់គ្នាទេអញ្ចឹងឥឡូវខ្ញុំស្លេះពីរឿងលោកAndrew Thomas Andrew ដែលគាត់ឆ្ងល់រឿងអត់បានត្រីធំឥឡូវចាំមើលក្រោយហ្នឹងតើគេចាត់ត្រីធំណាទេហើយតើត្រីធំហ្នឹងគាត់ទៅរត់ពួននៅក្នុងរុនផុកនៅកន្លែងណាទៀតយើងក៏ចាំមើលដែរហើយអត់ចាំបាច់ទៅរយហ៎គឺគេឲ្យឈ្មោះអស់ហើយនៅតែអស់លោកចាត់ការទេបន្តទៀតលោក Thomas ជំរុញឲ្យមានដឹកនាំកម្ពុជាអនុវត្តច្បាប់អន្តរជាតិដើម្បីបញ្ហារំលោភសិទ្ធិមនុស្សកម្ពុជានិងប្រជាធិបតេយ្យនៅកម្ពុជាដែរសារនេះគឺជាសារចាក់ដោតរដ្ឋាភិបាលកម្ពុជាមែនតើព្រោះហេតុអីបានជាចាក់ដោតខ្ញុំសរសើរលោក Thomas Andrew នៅក្នុងការគាត់ចេះសរសេរ clear នៅក្នុង clear នេះគាត់សរសេរចេះគាត់បានជួបលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាដែលនិយាយបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយប្រើយន្តការច្បាប់អន្តរជាតិលោកប្រាប់ថាលោកហ៊ុនសែនពិតជាបានប្រាប់គាត់អញ្ចឹងមែនហើយលោកប្រាប់ថាលោកយល់ស្របនៅក្នុងការរកដំណោះស្រាយដោយសន្តិវិធីប្រើច្បាប់អន្តរជាតិព្រោះនេះគឺជាចំនួនអន្តរជាតិលោកគាំទ្រប្រសាសន៍របស់លោកហ៊ុនសែនលោកលើកនិយាយក្នុងវេទិកាធ្វើសន្និសីទសារព័ត៌មានក៏ប៉ុន្តែលោកថាខ្ញុំដកស្រង់ពាក្យគាត់តែម្ដងហើយខ្ញុំសរសើរការប្រើពាក្យពេចន៍របស់គាត់មែនតើគាត់សរសេរចេះសុំទោសបងប្អូនខ្ញុំបានកត់ត្រាច្រើនដែរតែខ្ញុំចង់ដកស្រង់ភាសាប្រសាសន៍របស់គាត់នឹងឲ្យត្រូវន័យតែម្ដងអូខេគាត់និយាយចេះគាត់ថាពេលដែលលោកហ៊ុនសែនប្រធានព្រឹទ្ធសភាជម្រាបគាត់ពីរឿងថាកម្ពុជាបដិញ្ញាដោះស្រាយចំនួនព្រំដែនកម្ពុជាថៃដោយប្រើច្បាប់ឬក៏យន្តការអន្តរជាតិគាត់ថាយល់ស្របល្អគឺជារឿងត្រឹមត្រូវក៏ប៉ុន្តែគាត់សូមបញ្ជាក់និងជំរុញស្នើឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តខ្លឹមសារនៃច្បាប់អន្តរជាតិនេះដែរនៅក្នុងការដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាវ៉ាវមានន័យថាម៉េចបងប្អូនមានន័យថាលោក Thomas Andrew រំលឹកប្រាប់លោកហ៊ុនសែនថាកុំឲ្យអនុវត្តស្តង់ដារ2ស្តង់ដារថាដោះស្រាយចំនួនព្រំដែនថៃពឹងលើច្បាប់អន្តរជាតិថាដើម្បីអាចសង្ឃឹមថាដោះស្រាយបានដោយយកច្បាប់អន្តរជាតិថាមានសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហាព្រំដែនលោកថាបញ្ហាច្បាប់អន្តរជាតិនេះបើកម្ពុជាយល់ថាសំខាន់លោកក៏យល់ស្របថាសំខាន់ហើយយកវាមកអនុវត្តដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាដែរផងទៅហើយលោកថាលោកបានទទួលដំណឹងមកហើយថាមានអ្នកទោសមនសិការរហូតដល់ទៅជាង100នាក់ហើយតកតងនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជានេះហើយនៅក្នុងន័យនេះគឺនៅក្នុងរបាយការណ៍របស់គាត់និយាយចេះតកតងនឹងអ្នកទោសមនសិការហ្នឹងគាត់និយាយថាសំទោសបងប្អូនឯកសារច្រើនមែនតើខ្ញុំបានទទួលព័ត៌មានថាអាចមានមនុស្សជាង100នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសេរីភាពនៅក្នុងការជួបប្រជុំឬសេរីភាពក្នុងការដែលបង្កើតសហគមន៍ឬក៏ប្រមូលផ្ដុំគ្នាលោកបន្តទៀតថាគ្មាននរណាម្នាក់ត្រូវបានជាប់ពន្ធនាគារដោយសារតែការប្រើប្រាស់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួននោះឡើយខ្ញុំបានលើកឡើងអំពីការឃុំខ្លួននិងស្ថានភាពរបស់បុគ្គលទាំងនេះក្នុងជំនួបជាមួយនឹងរដ្ឋាភិបាលហើយបានទទួលការបដិញ្ញាចិត្តក្នុងការធ្វើការងារជាមួយខ្ញុំក្នុងខណៈដែលខ្ញុំនៅតែបន្តពិនិត្យមើលលើករណីទាំងនេះចឹងមន្ត្រីរដ្ឋាភិបាលសន្យាជាមួយគាត់ថានឹងដោះស្រាយបញ្ហាជនអ្នកទោសមនសិការនេះហើយនឹងលោកថាលោកតាមមើលតទៅទៀតតើគេធ្វើអត់ខ្ញុំពេញចិត្តសាររបស់លោកមែនតើគឺនិយាយត្រង់ទៅត្រង់មកហើយចំចំណុចរមាស់ត្រូវរមាស់មិនដឹងថារដ្ឋាភិបាលកម្ពុជាដោះស្រាយយ៉ាងណាទេព្រោះគាត់ថានៅខ្មែរនេះអត់មានទេអ្នកទោសមនសិការមានតែអ្នកមនសិការមានទោសព្រមត្តនទៀតអត់មានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយប្រព្រឹត្តទោសព្រមត្តនហើយជាប់គុកប៉ុន្តែអាច្បាប់ខ្មែរហ្នឹងគេទាញឲ្យយឺតដូចកស៊ូមន្ត្រីគណៈបកកណ្ដាលអំណាចធ្វើអីខុសក៏អត់ជាប់គុកដែរបើមន្ត្រីបកប្រឆាំងគ្រាន់តែក្អកឬក៏មើលមុខគេក៏ជាប់គុកដែរអានេះខ្ញុំនិយាយជាន័យធៀបឯងមិនដល់ថ្នាក់ហ្នឹងទេប៉ុន្តែន័យហ្នឹងគឺអញ្ចឹង
គឺធ្វើអីក៏មិនត្រូវដែរប៉ុន្តែមន្ត្រីគណៈបព្វជិជនកម្ពុជាធ្វើអីក៏ត្រូវដែរព្រោះច្បាប់ហ្នឹងគឺគេអញ្ចឹងហើយយើងរស់នៅក្នុងប្រទេសមួយដែលច្បាប់គេអនុវត្តមានស្តង់ដារពីរអញ្ចឹងតើប្រជាពលរដ្ឋនឹងមានយុត្តិធម៌សង្គមមកពីណាមិនក្តៅក្រហាយហើយអាចរស់នៅកើតទេយើងទៅចាប់គេដាក់គុកស្រាចិត្តបើមន្ត្រីខ្លួនឯងអត់អីជេរបតិចផ្ដាសាគេពេញភូមិរួចខ្លួនទាំងអស់ក្រុមអាម៉ៃអាថោងនិងលលករបស់គណៈបព្វជិជនកម្ពុជាគណៈបព្វប្រឆាំងជេរតែបន្តិចដូចលោកគេវិសាលឆ្លោះគ្នាមួយម៉ៃហុងស្រៀងនៅកំពង់សោមតាមអាការជេរបចោគ្នាដូចគ្នាជេរទៅជេរមកលោកគេវិសាលជាប់គុក2 ឆ្នាំហើយទារលុយ20 លានរៀលឥឡូវតុលាការកំណត់ឲ្យបង់លុយ20 លានរៀលទៀតជាប់គុក2 ឆ្នាំទៅចេញហើយបង់លុយ20 លានរៀលហើយខាងលោកម៉ៃហុងស្រៀងនៅអង្គុយចាក់ថ្មិញឲ្យមើលមកថាឃើញទេអញ្ចឹងហើយមិនចូលគណៈបព្វជិជនកម្ពុជាឲ្យសមមុខអីចឹងទៅអាហ្នឹងចង់និយាយថាគាត់មិននិយាយចឹងទេខ្ញុំចង់និយាយថាក្នុងចិត្តគាត់ហ្នឹងប្រហែលជាអាចនិយាយចឹងហើយព្រោះគេចូលទៅគឺគេចឹងគេបានច្បាប់ការពារចឹងទឹកឡើងត្រីស៊ីសមោចទឹកហើយសមោចស៊ីត្រីទេអស់លោកវប្បធម៌ហ្នឹងគឺអស់លោកក៏ដឹងដែរសម័យខ្មែរក្រហមនឹងសម្លាប់គ្នាដោយសារអញ្ចឹងតែលោកអត់ព្រមជួយកែគ្នាតែធ្វើឲ្យឈឺចាប់ដល់ពេលមានការអីតាំងវិចបំបាច់រត់ចោលភូមិទៀតដែរដោយសារអីវាធ្វើអាក្រក់ពេកដូចខ្មែរក្រហមអញ្ចឹងសម្លាប់គេច្រើនពេកដល់ពេលវៀតណាមចូលមកតែពេលខ្លះរត់អត់រួចគេកាប់ដាច់3 4កណាត់ដោយសារអីវាអាក្រក់ពេកពេលខ្លួនឯងបានអំណាចអត់ព្រមជួយរកយុត្តិធម៌ជួយតែធ្វើបាបគេដល់ពេលហើយរត់ចាយជើងគ្នាហើយអត់នៅស្រុកបានហើយអត់រៀងចាលនិយាយទៅអត់រៀងចាលបាទឥឡូវបន្តទៅទៀតគឺតាក់ទងនឹងរឿងខ្ញុំបន្តបញ្ចប់លោក Thomas នឹងឲ្យចប់ទៅលោក Thomas Andrew ក៏ជំរុញឲ្យកម្ពុជានិងថៃពន្លឿនកិច្ចសហការដើម្បីឲ្យជនភៀសសឹកខ្មែរបានវិលទៅលំនៅឋានវិញឆាប់លោក Thomas Andrews គាត់សរសេរពីរបាយការណ៍ជនភៀសសឹកនេះគួរឲ្យស្រក់ទឹកភ្នែកគឺគាត់បាននិយាយអំពីការរំលោភបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋតាក់ទងនឹងសិទ្ធិនៅក្នុងការទទួលបានការអប់រំទទួលបានលំនៅឋានទទួលបានសេវាសុខាភិបាលអីអញ្ចឹងក៏លោកបានថាប្រជាពលរដ្ឋដែលនៅជនភៀសសឹកដែលអាចវិលទៅលំនៅឋានបានវិញមកដល់ពេលនេះគឺនៅសល់ប្រហែល 20000 នាក់ទៀតហើយដោយសារតែចំនួនព្រំដែនខ្មែរថៃហ្នឹងហើយគាត់និយាយថាគាត់ខ្លោចផ្សារណាជនជាតិខ្មែរយើងដែលជាជនភៀសសឹកហ្នឹងគឺទី1បញ្ហាអប់រំក៏គាត់មានការលំបាកបញ្ហាថែទាំសុខភាពនិងសេវាផ្សេងៗទៀតគឺបាត់បង់អស់តែម្ដងហើយមួយទៀតគឺការដែលឆ្លងដែនទៅទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃអីហ្នឹងក៏ត្រូវបានរំខានខ្លាំងមែនតើរហូតដល់ប្រជាពលរដ្ឋសហគមន៍នៅតាមក្បែរព្រំដែនហ្នឹងមិនអាចរកទទួលទានរបរទំនិញលក់ទំនិញដូចរបស់របរកសិកម្មនិងទំនិញអីផ្សេងៗទៀតហ្នឹងគឺអត់បានទេដាច់ទៅទេហើយអញ្ចឹងនៅក្នុងន័យនេះគឺគាត់ទៀមទាគាត់ជំរុញមិនមែនជំរុញតែថៃទេបងប្អូនឃើញលោក Andrews អត់ថ្កោលទោសថៃទេគឺគាត់គ្រាន់តែនិយាយថាជនភៀសសឹកនេះគឺរស់នៅបែបនេះគឺរំលោភប៉ះពាល់សិទ្ធិសេរីភាពរបស់គាត់ហើយអញ្ចឹងហើយបានជាគាត់ជំរុញឲ្យទាំងកម្ពុជាទាំងថៃហ្នឹងពន្លឿនកិច្ចសហការដើម្បីឲ្យជនភៀសសឹកខ្មែរបានវិលទៅលំនៅឋានដើមវិញឲ្យឆាប់តាមតែអាចធ្វើទៅបានតែប៉ុណ្ណឹងអត់ថ្កោលទោសថៃដែរទេប៉ុន្តែក្នុងន័យហ្នឹងក៏មានន័យគ្រប់គ្រាន់ថាអ្នកដែលមិនឲ្យប្រជាពលរដ្ឋវិលទៅលំនៅឋានវិញហ្នឹងគឺភាគីថៃច្រើនជាងព្រោះអីខ្មែរយើងមានខាត់ឯណាមិនអញ្ចឹងទោះជាលោកមិនថ្កោលទោសរដ្ឋាភិបាលថៃឬក៏យោធាថៃក៏ក្នុងន័យនេះគឺជាសារប្រាប់ទៅរដ្ឋាភិបាលថៃដែរថាអ្នកកំពុងតែធ្វើឲ្យប៉ះពាល់ដល់ជនភៀសសឹកដែលគ្នាមិនអាចវិលត្រឡប់ហើយលោកក៏បានរំលឹកអំពីស្មារតីនៃបទជប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលលោកដកស្រង់តាក់ទងនឹងការបដិញ្ញារវាងកម្ពុជានិងថៃថានឹងសម្របសម្រួលឲ្យជនភៀសសឹកបានវិលទៅលំនៅឋានវិញដើម្បីកុំឲ្យមានការរារាំងប៉ុន្តែអ្វីដែលជាការខ្ទាស់រឿងដែលសំខាន់បំផុតគឺថៃទេដែលយកលេសមួយគឺអាស្មារតីនៃបទជប់បាញ់ហ្នឹងគឺថៃអត់ឲ្យប្រជាពលរដ្ឋខ្មែរចូលទៅតំបន់ដែលកម្ពុជាព្រមឲ្យនៅណានៅហ្នឹងនេះអាកន្លែងនេះហើយដែលថៃយកជាកន្លឹះហើយលោក Thomas Andrew ក៏គាត់ជំរុញឲ្យខ្មែរនិងថៃគោរពតាមបទជប់បាញ់ហ្នឹងទៅហើយចាប់ផ្ដើមសម្រួលដោះស្រាយបញ្ហាព្រំដែនហ្នឹងឲ្យបានឆាប់ទៅដើម្បីឲ្យជនភៀសសឹកវិលទៅលំនៅឋានវិញក៏ប៉ុន្តែនៅក្នុងហ្នឹងអ្វីដែលលោក Thomas Andrew អត់បានច្បាច់លើកហ្នឹងគឺតាក់ទងនឹងបទជប់បាញ់ហ្នឹងគឺកម្ពុជាព្រមឲ្យថៃនៅណានៅហ្នឹងអ្នកនៅពេលដែលថៃនៅណានៅហ្នឹងគឺថៃចាត់ទុកថាតំបន់ដែលគេគ្រប់គ្រងបានគឺគេមិនឲ្យប្រជាពលរដ្ឋស៊ីវិលចូលដោយសារតែគេគិតថាប៉ះពាល់ដល់សុខសុវត្ថិភាពទាហានគេដែលកំពុងឈរជើងព្រោះបើឲ្យជនស៊ីវិលចូលទៅអាតំបន់គេនៅណានៅហ្នឹងចុះអ្នកបន្លំទៅបាញ់ទៅបោកក្របបែកអីទៅស្លាប់ដល់ទាហានគេយល់លេសអញ្ចឹងណាបងប្អូនហើយថ្ងៃនេះរឿងលេសហ្នឹងគឺខ្ញុំបន្ថែមចូលទៅក្នុងអត្ថបទហ្នឹងដដែលប្រព័ន្ធផ្កាយរណបដែលខាងសារព័ត៌មានកម្ពុជានៅស្រុកខ្មែរចងក្រងបងប្អូនស្រក់ទឹកភ្នែកហើយប្រព័ន្ធផ្កាយរណបនេះគឺគាត់មើលពីព្រឹត្តិការណ៍មុនបាញ់គ្នាហើយនឹងក្រោយបាញ់គ្នាឥឡូវនេះគឺគាត់រកឃើញថាភូមិអ្នកស្រុកជាពិសេសផ្ទះអ្នកស្រុកនៅតំបន់ដែលមានចំនួនដែលថៃកំពុងគ្រប់គ្រងហ្នឹងថៃបានឈូសឆាយរៀបដល់ដីនិយាយទៅគឺរើផ្ទះនឹងចោលអស់តែម្ដងនៅសល់តែដីទទេទេអានេះគឺអ្វីដែលបងប្អូនបើសិនជាខ្ញុំលើកទឹកចិត្តឲ្យចូលទៅមើលប្រព័ន្ធផ្កាយរណបរបស់សំទោសវីដេអូរបស់សារព័ត៌មាន The Cambodia ណាវាយពាក្យកម្ពុជាទៅនៅក្នុង Facebook ហ្នឹងបងប្អូនឃើញព្រោះនេះជាសារព័ត៌មានដែលគួរឲ្យជឿទុកចិត្តនៅកម្ពុជាជួយគ្រប់គ្រងពួកគាត់ផងទៅព្រោះសារព័ត៌មានដែលគួរឲ្យទុកចិត្តបែបនេះអីហ្នឹងគឺចិត្តផុតពូជអស់ហើយបងប្អូនគាត់ធ្វើវីដេអូនេះគឺសំទោសខ្ញុំច្រើនពេកបងប្អូនហើយឯកសារនេះបាទវីដេអូនេះគឺគាត់បង្ហាញអំពីភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងតគួននិងតំបន់អូខ្លាឃ្មុំ
ជោគជ័យបឹងតកួនព្រៃច័ន្ទផ្ទះប្រជាពលរដ្ឋខ្មែររាប់សិបខ្នងគឺថៃឈូសចោលទាំងអស់នៅសល់តែដីទទេឲ្យសម្អាតយ៉ាងស្អាតនេះហើយដែលបងប្អូនរងចាំវិលទៅផ្ទះវិញហ្នឹងទៅឥឡូវនៅសល់តែដីទទេឲ្យគេដាក់សំណង់យោធាត្រង់សេប៉ុស្តិ៍យាមធ្វើផ្លូវធ្វើអីអស់ហើយអញ្ចឹងគឺរៀបថេងមកស្អាតហ្មងគឺឈូសផ្ទះចោលរើកវត្តចោលអស់តែម្ដងនៅសល់តែដីទទេឡើងស្អាតឆេញហ្មងអាហ្នឹងសម្រាប់បឹងតកួនភូមិជោគជ័យភូមិព្រៃច័ន្ទឯនៅតំបន់អូខ្លាឃ្មុំវត្តអារាមខ្មែរហ្នឹងវាយវត្តចោលខ្ទេចឈូសវត្តចោលបាត់ឥឡូវបាត់អស់ហើយនៅច្រកអានសេះផ្ទះប្រជាពលរដ្ឋឈូសរៀបក៏វត្តចោលអស់គឺវាលល្វឹងរោងតាអ៊ុំអីហ្នឹងអស់ហើយគឺថៃយកទៅជារៀបទៅវិញគឺបើសិនជាប្រជាពលរដ្ឋវិលទៅវិញក៏អត់មានផ្ទះនៅដែរអាហ្នឹងគឺនៅក្នុងពេលហ្នឹងថៃគេកំពុងធ្វើអញ្ចឹងហើយអូយអញ្ចឹងបានថាវាសោកស្ដាយដែររដ្ឋាភិបាលយើងអត់ព្រមធ្វើអានិយមការអាស្អីគេទីតាំងស្អីគេបំផ្លាញគេអីហ្នឹងដាក់មកប្រមាណផ្ទះដែលគេរំលាយឈូសចោលអីគឺគាត់អត់ព្រមធ្វើសោះខ្ញុំកំពុងតែឆ្ងល់ហេតុអីគាត់ធ្វើអីគេរាល់ថ្ងៃហ្នឹងគាត់នៅតែមកថ្កោលទោសនៅតែមកតវ៉ាថ្កោលទោសតវ៉ាជូនដំណឹងមិនទទួលយកប៉ុន្តែអាភ័ស្តុតាងខ្លួនឯងហ្នឹងប្រមូលឲ្យដាក់នៅលើ website មកឲ្យបងប្អូនយើងបានមើលក្រសួងការបរទេសក្រសួងដែនដីគណៈកម្មការស្អីហ្នឹងដាក់មកឲ្យគ្នាបានមើលអត់អូខេឥឡូវលោក Thomas Andrew និយាយពីរឿងជនភៀសសឹកហ្នឹងគឺគាត់និយាយពីរឿងសិទ្ធិមនុស្សទូទៅតាក់ទងនៅក្នុងការដែលមិនឲ្យជនភៀសសឹកវិលទៅលំនៅឋានវិញហ្នឹងគឺជារឿងត្រឹមត្រូវដែលគាត់និយាយប៉ុន្តែមិនអាចទៅធ្វើអីថៃបានទេបងប្អូនដោយសារអីយើងមានកិច្ចព្រមព្រៀងប័ណ្ណជុំបាញ់ឲ្យថៃនៅណានៅហ្នឹងតែថាថៃនៅណានៅហ្នឹងគឺថៃយល់លេសហ្នឹងគេថាដើម្បីសុវត្ថិភាពរបស់ទាហានគេគឺគេមិនឲ្យជនស៊ីវិលចូលទេព្រោះអីយើងសញ្ញេឲ្យនៅអញ្ចឹងបើយើងកុំសញ្ញេថានៅណានៅហ្នឹងឲ្យថៃដកឧទាហរណ៍ថាឥឡូវ3ខែស្ងប់ហើយមិនវាយគ្នា6ខែឬក៏1ឆ្នាំដកឲ្យអស់ទៅចំណុចដើមមុនថ្ងៃទី28ខែឧសភាឆ្នាំ2025តាំងពីបាញ់សម្រាប់លោកស៊ុនរ៉នអាហ្នឹងប្រហែលជាយើងដឹងថាថៃត្រូវតែរងសម្ពាធត្រូវដកឲ្យទៅចំណុចដើមតែនេះអត់នៅណានៅហ្នឹងគឺជាកិច្ចព្រមព្រៀងមួយជាអមតៈអញ្ចឹងហើយហ្នឹងហើយឲ្យមកវាស់វែងហើយថៃអត់ព្រមវាស់ទៀតហើយឥឡូវថៃគេចេញសេចក្តីថ្លែងការណ៍មួយបន្ទប់ស្ថានភាពគេថាគេប្រាប់សហគមន៍អន្តរជាតិថាថៃគោរពតាមស្មារតីនៃបទជប់បាញ់ហើយបដិញ្ញានៅក្នុងការសហការជាមួយកម្ពុជាប្រើយន្តការ JBC វាស់វែងព្រំដែននឹងដែរណាគាត់តបទៅនឹងលោកទាសីហាដែលឆ្លើយទៅកាសែតថៃនិយាយអំពីបន្ទប់ស្ថានភាពនេះគឺមានសេចក្តីថ្លែងការណ៍គាត់តបទៅលោកទាសីហាកាលពីម្សិលមិញហ្នឹងដែលចោទប្រកាន់ថៃថាថៃគេថាចោទប្រកាន់គេថាថៃហ្នឹងគឺកិច្ចឬក៏មិនព្រមសម្របសម្រួលដោះស្រាយដើម្បីវាស់ព្រំដែនថៃគេថាគេអត់អាចធ្វើបានគេនៅតែបដិញ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែគេគោរពស្មារតីនៃបទជប់បាញ់គឺអាបទជប់បាញ់ហ្នឹងបញ្ជាក់ថាថៃនៅណានៅហ្នឹងហើយថៃនៅណានៅហ្នឹងថៃមានសិទ្ធិសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីការពារសុវត្ថិភាពថៃទាហានថៃជនស៊ីវិលថៃកុំឲ្យមានការលបបាញ់បោកក្របបែកគេថៃគេថាអញ្ចឹងហើយដល់ពេលថាអញ្ចឹងស្ដាប់មកសហគមន៍អន្តរជាតិច្បាស់ជាគិតថាមកយើងសញ្ញាឲ្យគេនៅណានៅហ្នឹងឥឡូវបើទាហានថៃនៅហ្នឹងបានន័យថាគេដាក់ប៉មដាក់ប៉ោះយាមគេធ្វើជីកត្រង់សេគេដាក់លបងបលាលួសដាក់អីអញ្ចឹងហើយកុំឲ្យទាហានគេត្រូវរបួសឬក៏រំខានដោយបញ្ហាសន្តិសុខផ្ទុយទៅវិញអានៅបត់ជប់បាញ់ចាំខ្ញុំនិយាយថាបើយើងចែងថាឲ្យដកទៅវិញក្រោយ3ខែក្រោយ6ខែតែបងប្អូនបើយើងថាអញ្ចឹងថៃក៏គេមិនព្រមថៃខូចសង្ងំវាគ្មានជំរឿននិយាយទៅវាជាសម្បទានធំមែនតើមែនតើសម្បទាននេះគឺជាសម្បទានដែលកម្ពុជាដកខ្លួនអត់រួចអញ្ចឹងបើយកអាកិច្ចព្រមព្រៀងយកមកប្រើគឺកម្ពុជាអត់បានដីមកពីថៃវិញខ្ញុំនៅតែគិតជឿ 100% អញ្ចឹងតែខ្ញុំនៅតែជឿ 100% តែថាបើប្តឹងទៅតុលាការព្រំដែនអន្តរជាតិនិងយុត្តិធម៌អន្តរជាតិនឹងបានដីខ្មែរមកវិញ 100% ហើយបើអត់អានឹងវាយគ្នាលេងល្អបើតុលាការចេញមកហើយគឺដឹងថាមានអ្នកស្ម័គ្រចិត្តស្លាប់តិចទៅទៀតវាយយកដីយើងវិញកុំខ្លាចពួកអីតុលាការគេសម្រេចឲ្យយើងមិនដកថយមានរឿងអីយើងទុកឲ្យថៃរួចខ្លួនខ្ញុំក៏គិតថាបើសង្គ្រាមក៏សង្គ្រាមទៅព្រោះដើម្បីការពារជាតិយើងតែបើឥឡូវយើងអាចទៅធ្វើអីថៃកើតទេព្រោះយើងមានបទជប់បាញ់ហើយយើងអត់ប្តឹងគេឥឡូវបើប្តឹងមើលប្តឹងទៅតុលាការអន្តរជាតិហើយតុលាការអន្តរជាតិថាថៃត្រូវតែដកបើថៃអត់ដកអានឹងល្អមើលប្រជាពលរដ្ឋខ្មែរខ្ញុំជឿថាទាំង18លានអ្នកនឹងគិតដូចខ្ញុំហើយតែបើណៃអត់ដកក្រោយបទជប់បាញ់គឺត្រូវចាត់ការណៃប៉ុន្តែឥឡូវអាគេមិនដកហើយគេឈ្លានពានយើងរាល់ថ្ងៃអត់ចាត់ការទៀតទាហានខ្មែរយើងប្រឈមមុខមានអាបាញ់ស៊ីបមានអាអីហើយឥឡូវទាហានខ្មែរយើងនៅព្រំដែនហ្នឹងមិនដឹងអាម៉េចទេបន្តិចរៀលកាយកភ្លើងស្លាប់មួយបន្តិចរៀលកាយកភ្លើងស្លាប់មួយហើយចោះយើងទៅបញ្ជូនមនុស្សជំនាញទៅមិនឲ្យរៀលកាយកភ្លើងស្លាប់ហ្នឹងវាពិបាកណាស់យើងអត់ទទួលព័ត៌មានអីច្បាស់លាស់ជួនកាលរដ្ឋាភិបាលហ្នឹងលាក់ព័ត៌មានទៅចេះតែថាគ្នារៀលកាយតាមពិតថៃបាញ់ក៏យើងអត់ដឹងព្រោះយើងអត់ស្មោះត្រង់នឹងការផ្សាយព័ត៌មានហើយឮតែស្លាប់ឮតែលបួសឮតែត្រូវគ្រាប់រហូតហើយតែសិតតែគ្រោះថ្នាក់ដោយខ្លួនឯងចុះទាហានយើងសិតបដោះបដាលគ្រោះថ្នាក់ដោយខ្លួនរៀលកាយកភ្លើងអាការប្រវែងណាស់រៀលកាយបើរៀលកាយក៏វាទៅរៀលទៅឯណាហេតុអីមករៀលត្រូវខ្លួនឯងកភ្លើងប្រវែងណាណែបើកភ្លើងខ្លីអីកាន់ក្បែរខ្លួនអីទៅវាខ្លាំងខ្លាអត់តំណងវាខ្លាចទៅត្រូវគេបាញ់ស៊ីបអីចឹងយើងចេះលាក់ព័ត៌មានក៏ថាបានដែរបងប្អូនអើយរកម្មចិត្តមែនតើតែយ៉ាងណាបងប្អូនខ្ញុំស្លេះរឿងនេះឲ្យលោក Thomas Andrew គាត់ថាជនភៀសសឹកនឹងក៏ខ្លោចផ្សាគាត់ទទួលស្គាល់អ្នករឿងដែលខ្មែរយើងជេរមួងណារ៉េតណាពីពួកអាម៉ៃអាថោងលលោកគណៈបព្វជិជនកម្ពុជាជេរមួងណារ៉េតឥឡូវជេរលោក Thomas Andrew ដែរទៅបើគ្រាន់បើចិត្តសឹងជេរលោក Thomas Andrew ដែរទៅកុំជេរអីតែមួងណារ៉េតហេតុអីបានខ្ញុំនិយាយចឹងលោកនិយាយអញ្ចេះចំនួនព្រំដែនខ្មែរថៃធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងដំណំនេះគឺជាប្រសាសន៍របស់លោក Thomas Andrew ទេគាត់និយាយហើយតាមពិតមិនមែនលោក Thomas អ្នកនិយាយទេណាណាក៏ដឹងដែរថាចំនួនព្រំដែនខ្មែរថៃខ្មែរខាតច្រើនជាងថៃអ្នកណាក៏ដឹងដែរក៏ប៉ុន្តែយើងនឹងនិយាយពីកាប់មុខឲ្យតែនិយាយអីប៉ះថាអូអត់ទេយើងអីក៏បានដែរយើងថៃងាប់ហើយថៃដាច់ខ្សោយប៉ាត់
សេដ្ឋកិច្ចថៃដាច់ខ្យល់ប៉ាត់ហើយគឺថាយើងពាក់ឯការផលិតផលគេនឹងគឺយកបានជោគជ័យហើយគឺយើងព្រោះអីថៃឥឡូវឃើញយំតហួខ្លោចផ្សារអានេះគឺវិទ្យុអាខ្មាំងយួនរបស់ខ្មែរក្រហមគឺគេផ្សាយតែអញ្ចឹងទៅបងប្អូនចូលភូមិនេះសម្រាប់ពួកអាខ្មាំងយួនចាប់បាន500នាក់សម្រាប់រង្គាលពេញភូមិហ្នឹងមានតែ70នាក់ឯងគោក្របីស្លាប់រាប់សិបក្បាលគោមានតែ5 10នឹមឯងតែនិយាយពីងាប់ពេញភូមិរាល់ថ្ងៃផ្សាយរាល់ថ្ងៃដល់ពេលមែនតើអត់មានមនុស្សណាស្លាប់ម្នាក់អត់មានគោក្របីណាចាប់បានម្នឹមទេតែចេះតែអាខ្មាំងយួនចឹងទៅលឺទៅប្រជាពលរដ្ឋយូរទៅអត់អាចទៅធ្វើនយោបាយអីឈ្នះគេដោយសារយើងអត់ដឹងសត្រូវហើយយើងនាំគ្នាសរសើរខ្លួនឯងហើយទៅបង្អាប់សត្រូវនៅពេលដែលសត្រូវខ្លាំងអត់ទទួលស្គាល់ការពិតអានេះជាគេហៅថាការចាញ់សង្គ្រាមដោយមិនបាច់ច្បាំងណាបងប្អូនយើងចាញ់ដោយយើងមើលងាយសត្រូវយើងទៅអាងអួតថាខ្លួនឯងធ្វើនឹងជោគជ័យហើយពាក់ឯកាហ្នឹងទៅថៃគេដេកដួលហើយដួលស្អីសេដ្ឋកិច្ចថៃគេឡើងរាល់ឆ្នាំហើយទៅមកហ្នឹងសេដ្ឋកិច្ចថៃគេ380លានទៅពិភពលោកមកខ្មែរតែ3មិនដល់500លានហ្នឹងអត់បាន3%ផងគេទៅ97%លើលោកហើយយើងបាត់ទៅលោក Thomas Andrew គាត់ថាបិទព្រំដែននេះគឺប៉ះពាល់សេដ្ឋកិច្ចខ្លាំងមែនតើដោយសារអីទី1គឺប៉ះពាល់ខាងសេដ្ឋកិច្ចទី2សហគមន៍ដែលនៅព្រំដែនត្រូវការអាស្រ័យផលលក់ដូរផ្លាស់ប្ដូរដោះដូរទំនិញហ្នឹងគ្នាដាច់លបកសិកម្មនិងទំនិញអីផ្សេងទៀតបញ្ហាប៉ះពាល់ទាំងអប់រំទាំងអីហ្នឹងគាត់សេវាសុខាភិបាលក៏ប៉ះពាល់ហើយគាត់និយាយទៀតថាអ្នកដែលធ្វើដំណើរព្រំដែនឆ្លងលែងបានហើយមានប្រជាពលរដ្ឋខ្មែរជាង9សែនអ្នកមកពីថៃរកការងារអត់បានធ្វើច្រើនណាស់អ្នកទាំងអស់នេះក៏រងផលប៉ះពាល់នៅស្រុកខ្មែរដែរដោយសារអីជំនាញរបស់គាត់ដែលមាននឹងវាអត់ត្រូវគ្នានឹងអ្វីដែលអាចគាត់ធ្វើការនៅខ្មែរដើម្បីបានការងារនឹងសោះដូច្នេះបើទៅថៃទៅធ្វើជាគូលីគេទៅស្រួលប៉ុន្តែនៅខ្មែរអាគូលីនឹងអត់មានទេព្រោះមនុស្សដដើមការងារគ្នាធ្វើរៀនដល់បរិញ្ញាអីមកបុកលហុងអីដែរដោយសារវាអត់ការងារធ្វើដល់អញ្ចឹងកម្មករខ្មែរយើងទៅកម្មអំពើកាប់អីនៅថៃមកវិញមានអំពើណាឲ្យកាប់ដល់អញ្ចឹងគ្នាមិនធ្វើអីកើតព្រោះអត់មានជំនាញឯកទេសហ្នឹងដល់អញ្ចឹង9សែនអ្នកជាងហ្នឹងគឺភាគច្រើនអត់មានការងារធ្វើក៏រងទុក្ខវេទនានេះជាផលវិបាកនៃបញ្ហាបិទព្រំដែនតែយើងមើលអត់ឃើញហើយកន្លែងហ្នឹងយើងគិតថាអូឥឡូវមកធ្វើការងារអ្នកអត់ការងារធ្វើនៅស្រុកខ្មែរមានតែមិនដល់ 0.1% ហ្នឹងអញ្ចឹងទៅនឹងទៅសួរលោកហេងសួរដល់ពេលលោក Thomas Andrew គាត់ថាប៉ះពាល់ខ្មែរខ្លាំងជាងថៃទៅទៀតហើយគាត់ថាអញ្ចឹងហើយបាទគាត់ទាមទារឲ្យមានដំណោះស្រាយឲ្យបានឆាប់អីចឹងទៅបាទលើយកទៅស្ដាប់ខ្លួនឯងទៅហើយទៅរករឿងលោក Andrew ទៅកុំរករឿងខ្ញុំយើងតើមានអ្នករីកាពិសេសនិយាយតែបន្តិចទៀតចាញ់សេចក្តីថ្លែងការណ៍មកថាលោក Thomas Andrew ហ្នឹងគ្រប់គ្រងបពប្រឆាំងឬក៏និយាយព័ត៌មានអីមិនពិតទៀតក៏មិនដឹងដែរខ្ញុំចាំតែមើលសេចក្តីថ្លែងការណ៍របស់គណៈបព្វជិជនកម្ពុជានិងរដ្ឋាភិបាលខ្មែរទេតែបើមកហ្នឹងហើយហ៊ានតែទាត់ចោលរបាយការណ៍របស់លោក Andrew ទៀតគឺកម្ពុជាយើងចប់លែងហៅលឺហើយបាទអញ្ចឹងរឿងចំណុចធំ3ដែលលោក Thomas Andrew ថ្លែងនេះគឺខ្ញុំបានជម្រាបជូនបងប្អូនហើយឥឡូវចូលដល់ព័ត៌មានបន្តទៅទៀតតាក់ទងនឹងអង្គការ UNESCO ចឹងបានថាភ្លៀងនៅពេលដែលភ្លៀងមកមួយមេឃគឺបាក់មេឃមកជន់លិចភូមិខ្មែរហ្មងអង្គការក្រុមប្រឹក្សារបស់ UNESCO ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានដាក់ឈ្មោះមនុស្ស7នាក់និងក្រុមហ៊ុនស្ថាប័ន3ធំក្នុងនោះមាន2របស់កម្ពុជាក្នុងបញ្ជីខ្មៅលើកដំបូងអត់ដែលទេសហភាពអឺរ៉ុបនេះអត់ដែលថ្កោលទោសរឿងឆបោកអនឡាញនេះទេពីមុនមកលើកនេះលើកដំបូងហើយមានឈ្មោះធំជាងគេគឺមានលោកចិនស៊ីហើយនឹងលោកមេរបស់ក្រុមហ៊ុនស្អីចិនប៉ៃ group ក្រុមហ៊ុន2ក្រុមហ៊ុន Print Group របស់លោកចិនស៊ីនិងក្រុមហ៊ុនចិនប៉ៃរបស់ជនជាតិចិនម្នាក់ដែលឥឡូវនេះចិនកាលពីដើមឡើយរឿងចិនប៉ៃបន្តិចឥឡូវយើងមិនបាច់ទេរឿងលោកចិនស៊ីហ្នឹងក៏ក្រើកអស់ហើយយើងដឹងហើយឈ្មោះគាត់ហ្នឹងឥឡូវអឺរ៉ុបគេចាប់ផ្ដើមថ្កោលទោសម្ដងដាក់ក្នុងបញ្ជីខ្មៅគេកាលមុនដាក់តាមបញ្ជីខ្មៅអាមេរិកឥឡូវបញ្ជីខ្មៅអឺរ៉ុបទៀតអស់ផ្លូវដើរហើយតែក្រុមហ៊ុនមួយទៀតហ្នឹងឈ្មោះចិនប៉ៃហ្នឹងតាមពិតកាសែត The Diplomat លោក Jacobson ដែលគាត់សរសេរអត្ថបទស្រាវជ្រាវមួយតាក់ទងនឹងរឿងក្រុមហ៊ុនចិនប៉ៃនេះគាត់រកឃើញថានៅក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាក្រុមហ៊ុនចិនប៉ៃនេះពីដើមឡើយក្នុងឆ្នាំ2017គឺលោកសសុខាដែលជារដ្ឋមន្ត្រីក្រសួងការពារក្រសួងមហាផ្ទៃសប្តាហ៍ថ្ងៃនេះកាលពីមុនគាត់មិនមែនជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេព្រោះឪពុកគាត់គឺលោកសខេងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាត់ទើបតែឡើងតាមជើងខោឪពុកនៅពេលដែលក្រោយមកនេះទេប៉ុន្តែលោកសសុខាហ្នឹងមានឈ្មោះថាជាប្រធានក្រុមហ៊ុនចិនប៉ៃហ្នឹងក្នុងឆ្នាំ2017ពាក់កណ្ដាល2018មុននឹងគាត់លាឈប់ឬក៏ឡើងធ្វើជាប្រធានក្រុមហ៊ុនចិនប៉ៃនេះក៏បញ្ហាឆបោកអនឡាញមានការកើតកក្រើកហ្នឹងគាត់ថាគាត់នៅបន្តជាប្រធាននេះគឺតាមសារព័ត៌មាន The Diplomat ខ្ញុំសូមឲ្យបងប្អូនទៅមើលសារព័ត៌មាន The Diplomat ចុះថ្ងៃទី28ខែតុលាឆ្នាំ2025ដែលគេសរសេរតាក់ទងនឹងរឿងលោកសសុខាហើយនឹងក្រុមហ៊ុនចិនប៉ៃ search នៅក្នុង Google ក៏បានដែរដាក់ថាចិនប៉ៃនិងសសុខា and the Diplomat ដាក់ប៉ុណ្ណឹងទៅមកអត្ថបទហ្នឹងមកឲ្យបើកមើលទៅហើយរឿងនេះគឺជារឿងស្រាវជ្រាវរបស់អ្នកស្រាវជ្រាវអាមេរិករូបនេះដែលជាអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិរូបនេះផងយើងមិនមែនគិតថាលោកសសុខាប្រព្រឹត្តការឆបោកអនឡាញទេគ្រាន់តែគាត់មានឈ្មោះជាមួយនឹងក្រុមហ៊ុនចិនប៉ៃដែលក្រោយមកផ្ទេរឈ្មោះទៅជាក្រុមហ៊ុនកាស៊ីណូអីចិនប៉ៃហ្នឹងមានជាប់នៅក្នុងបញ្ជីខ្មៅគេរហូតគឺសាខាចិនប៉ៃនឹងដដែលអញ្ចឹងហើយបានជាលោកសសុខាគាត់មួម៉ៅគាត់ដែរគាត់ថាគាត់អត់មានជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញទេអញ្ចឹងគាត់បាននិយាយថាអត់ជាប់ពាក់ព័ន្ធឆបោកអនឡាញក៏ប៉ុន្តែអត់ទាន់មានដំណឹងដែលនិយាយថាគាត់មិនមែនជាប្រធានក្រុមហ៊ុនចិនប៉ៃកាលពីឆ្នាំ2017ហ្នឹងទេគាត់អត់មានប្រកែកព័ត៌មានហ្នឹងគាត់ថាគាត់អត់ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចិនប៉ៃហ្នឹងនៅក្នុងឥឡូវហ្នឹងអត់មែនហើយនឹងបន្តទៅទៀតគឺគាត់ថាគាត់អត់មានទាំងជាប់ពាក់ព័ន្ធនឹងឆបោកហើយឥឡូវមានឈ្មោះនៅក្នុងសេចក្តីស្នើច្បាប់របស់រដ្ឋសភាអាមេរិក
តាក់ទងនឹងការប្រយុទ្ធឆាំងការឆបបោកអនឡាញមានឈ្មោះលោកសសុខានៅក្នុងហ្នឹងហើយលោកសសុខាបានជួលក្រុមមេធាវីអាមេរិក2ក្រុមហ៊ុនអស់ជិត$300,000ដើម្បីឲ្យលុបឈ្មោះចេញតែប៉ុណ្្នឹងឯងឥឡូវហ្នឹងគឺឥឡូវសហភាពអឺរ៉ុបក្រុមប្រឹក្សាគេថ្កោលទោសដាក់ឈ្មោះនៅក្នុងបញ្ជីចិនប៉ៃហ្នឹងតែឥឡូវចិនប៉ៃអឺរ៉ុបអត់ដាក់ឈ្មោះលោកសសុខាទេដាក់ឈ្មោះចិនម្នាក់នៅក្នុងហ្នឹងមេខ្លោងចិនដែលនៅក្នុងបញ្ជីខ្មៅគេយូរហើយក្រៅពីហ្នឹងគឺមានបុគ្គលច្រើនអ្នកទៀតតែខ្ញុំមិនបាច់រៀបរាប់អស់ឲ្យតែស្គាល់តែក្រុមហ៊ុន2នៅស្រុកខ្មែរប្រហែលទៀតគឺតាក់ទងភូមិក្រុមការ៉ែនក្រុមអីកម្លាំងប្រដាប់អាវុធការ៉ែនដែលបើកក្រុមហ៊ុនឆបបោកអនឡាញហ្នឹងធ្វើទរណកម្មសម្លាប់មនុស្សធ្វើបាបប្រជាពលរដ្ឋជួញដូរមនុស្សអីក្រុមហ៊ុនចិនប៉ៃហ្នឹងក៏ជាប់នឹងអារ៉ូស៊ីនៅភូមិហ្នឹងដែរគឺថាដូចសឡកពឹសចឹងបាទឥឡូវគឺអានេះរឿងវាកម្មពៀរគឺដូចខ្ញុំនិយាយចឹងភ្លៀងបាក់មេឃមកលិចផ្ទះលិចភូមិអ្នកស្រុកខ្មែរគួរឲ្យអាសូរមែនតើអូខេឥឡូវអស់ពីព័ត៌មានហ្នឹងខ្ញុំនៅសល់ពេលប្រហែលជា20នាទីទៀតបងប្អូនដោយសារតែផ្អែមបន្លែបានមែនក៏ប៉ុន្តែខ្ញុំនៅតែមានកិច្ចការដែលត្រូវធ្វើម៉ោងប្រហែលជា20នាទីទៀតខ្ញុំមានប្រជុំសម្បីតែថ្ងៃសុក្រអត់ធ្វើការហ្នឹងក៏មានប្រជុំដែរដោយសារតែមានកិច្ចការងារផ្ទាល់ខ្លួនច្រើនព្រោះខ្ញុំមិនអាចមកពឹងការងារផ្សាយព័ត៌មានបង្អែមលៀងមាត់នេះដើម្បីអត់បានលុយស្ម័គ្រចិត្តឯណាយើងខ្ញុំត្រូវការរកអាហាររបរទទួលទានទៀតដើម្បីបន្តបិទបានលុយពីប្រាក់ខែខ្ញុំនៅទីក្រុងឡុងបិច7-8,000មួយខែមែនប៉ុន្តែគាត់ដល់បង់ថ្លៃផ្ទះហ្នឹងអស់5-6,000បាត់ហើយហ្នឹងចុះហ្នឹងយើងមិនទាន់គិតទឹកភ្លើងមិនទាន់គិតការហូបចុកបង់ធានារ៉ាប់រងឡានថ្លៃសាំងថ្លៃស្អីទៀតអញ្ចឹងខ្ញុំសប្តាហ៍នេះរលុយបើក្រោម$9,000នៅក្នុងមួយខែគឺខ្ញុំអាចទប់ការចំណាយខ្ញុំបានទេខ្ញុំនិយាយស្មោះគឺ$9,000ចឹងបើខ្ញុំចិត្តតែឆ្ងល់ថានៅស្រុកខ្មែរប្រាក់ខែ210ហ្នឹងគាត់ហូបអីគេខ្ញុំហើយយើងថាទូកធំក្រោងធំអញ្ចឹងហើយបានជាខ្ញុំសវេសវារករបស់អីច្រើនផ្សេងទៀតដែលមិនយករបស់ផ្សាយនេះគឺផ្សាយដោយស្ម័គ្រចិត្តដើម្បីឲ្យបងប្អូនបានព័ត៌មាននេះឲ្យត្រូវយកពេលវេលាដែលត្រូវរកទទួលទានអីនោះមកផ្សាយនេះអញ្ចឹងហើយបានជាខ្ញុំចេះតែអរគុណបងប្អូនដែរដែលនៅតែមានសមានចិត្តបរិច្ចាគ$5 $10អីតាមការគូនឹងក្នុងការជួយឲ្យទិញស្លឹកចេកហើយនឹងស្ករត្នោតអីនឹងធ្យូងអស់អីហ្នឹងគឺជាសមានចិត្តដ៏ថ្លៃថ្លាអត់បខំអត់អីបងប្អូនទេបងប្អូនតែក៏មិនអំពាវនាវឲ្យបងប្អូនធ្វើដែរដូចខ្ញុំនិយាយចឹងខ្ញុំមិនស្លាប់ទេបើបងប្អូនមិនបរិច្ចាគសោះក៏មួងណារ៉េតនៅតែមានបាយ3ពេលនេះគឺមិនចាំបាច់ទៅជេរបចោគេឬក៏ទៅលក់ក្បាលលក់អីដូចគេក៏រស់យ៉ាងស្រួលអត់ស្លាប់ទេបាទឥឡូវនេះបន្តទៅទៀតគឺតកតងនឹងរឿងគណៈកម្មាធិការ UNESCO ថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកជាទូទៅនៅក្នុងចំនួនប្រដាប់អាវុធខ្ញុំយករឿង UNESCO មកនេះគឺដោយសារអញ្ចេះមានព័ត៌មានបំពុលខ្ញុំពេញចិត្តណាបើសិនជាអង្គការពិភពលោកមួយនេះថ្កោលទោសថៃពេញចិត្តមែនតើពួកខ្ញុំឈឺចាប់ណាស់បងប្អូនខ្ញុំឈឺចាប់ដូចបងប្អូនយើងទាំងអស់គ្នាខ្ញុំចង់ឲ្យថៃនេះណាទទួលរងការទណ្ឌកម្មការដាក់បណ្ដាសាចង់និយាយថាកាត់ទោសសងខ្មែរសងជាលុយជាកាក់ជាស្អីជាមុខមាត់កិត្តិយសឲ្យខ្មែរវិញទាំងអស់នៅការបំផ្លាញរបស់ថៃហ្នឹងឲ្យដាក់សម្ពាធដាក់ទណ្ឌកម្មថៃឲ្យចាស់ដៃប៉ុណ្ណាគឺខ្ញុំសប្បាយចិត្តណាស់ឲ្យតែបានព្រោះខ្ញុំថ្កោលទោសថៃអត់ឈប់ទេឈ្លានពានធ្វើបាបប្រទេសកម្ពុជានេះសម្បើមណាស់ប្រជាពលរដ្ឋខ្ញុំក៏ខ្លោចផ្សាខ្លាំងណាស់ហើយយើងពិបាកមែនតើដី76កន្លែងថៃគ្រប់គ្រងខ្ញុំចង់ឲ្យគេថ្កោលទោសជាពិសេសអង្គការអន្តរជាតិប៉ុន្តែដូចអង្គការ UNESCO អីវិញគេថ្កោលទោសគេអីគឺល្អហើយសប្បាយចិត្តដែរប៉ុន្តែកុំពលឹះព័ត៌មានបានទេបងប្អូនឃើញសារព័ត៌មាននៅក្នុងស្រុកមានតែសារព័ត៌មានក្នុងស្រុកដែលគ្រប់គ្រងរដ្ឋាភិបាលនឹងដែលថាអង្គការ UNESCO ថ្កោលទោសថៃរឿងទម្លាក់គ្រាប់កំទេចប្រាសាទព្រះវិហារតាមពិតអង្គការ UNESCO អត់បានថ្កោលទោសថៃរឿងទម្លាក់គ្រាប់បំផ្លាញប្រាសាទព្រះវិហារក្នុងករណីជាក់ស្ដែងទេក៏ប៉ុន្តែត្រូវទទួលស្គាល់ការពិតថាកាលពីថ្ងៃទី29អង្គការ UNESCO នេះគេជួបប្រជុំគ្នានៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងនៅទីក្រុងកូរ៉េខាងត្បូងប្រទេសកូរ៉េខាងត្បូងទីក្រុងប៊ូសានហ្នឹងគឺគេចេញជាសេចក្តីសម្រេចមួយរបស់គណៈកម្មាធិការនេះព្រោះអីគេដូរកន្លែងប្រជុំរាល់ឆ្នាំក្រោយទៅទួរគីឆ្នាំនេះធ្វើនៅកូរ៉េខាងត្បូងគេបានសម្រេចជាសេចក្តីសម្រេចហ្នឹងគឺថ្កោលទោសរាល់ការដែលបំផ្លាញបេតិកភណ្ឌសម្បត្តិបេតិកភណ្ឌពិភពលោកមិនចំពោះតែប្រាសាទព្រះវិហារទេគឺនៅទីណាទាំងអស់នៅលើពិភពលោកសេចក្តីសម្រេចនេះគឺទើបតែចេញអត់ដែលមានពីមុនមកទេហើយចេញហ្នឹងក៏វាដោយសារតែមានចំនួនព្រំដែនកម្ពុជាថៃហើយប្រាសាទព្រះវិហាររងការគ្រោះថ្នាក់ដោយកម្លាំងប្រដាប់អាវុធថៃដែរនិយាយទៅវាស្របនឹងព្រឹត្តិការណ៍ដែរអង្គការនេះចេញនេះគឺក៏មិនដាក់បន្ទុកថៃដែរអត់បាននិយាយថាថៃបានរំលាយឬក៏ណែឯងត្រូវតែទទួលខុសត្រូវចំពោះការដែលកំទេចប្រាសាទព្រះវិហារអត់បាននិយាយចឹងទេតែនិយាយថាអង្គការ UNESCO ថ្កោលទោសរាល់ទង្វើទាំងឡាយណាដែលបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅលើលោកមិនថាព្រះវិហារមិនថាទីតាំងណាក៏ដោយឲ្យតែមានចំនួនប្រដាប់អាវុធអ្នកណាក៏ដោយដែលប៉ះពាល់ដល់ទីតាំងប្រាសាទព្រះវិហារប្រាសាទបេតិកភណ្ឌពិភពលោកនេះគឺនឹងរងការថ្កោលទោសប៉ុន្តែអាការថ្កោលទោសនេះវាទៅតែធ្វើក្រោយព្រឹត្តិការណ៍កើតឡើងទៅហើយដូច្នេះបានន័យថាអ្វីគឺគេថ្កោលទោសចាប់ពីពេលនេះតទៅអញ្ចឹងអាពេលដែលគេទម្លាក់គ្រាប់នៅលើប្រាសាទខ្មែរយ៉ាងមិនថ្កោលទោសថៃដែរទេវាអត់មានទេវាគ្រាន់តែជាសាររំលឹកដើម្បីឲ្យដឹងថាចាប់ពីពេលនេះតទៅគឺអង្គការ UNESCO ចាត់ទុករាល់ការដែលទម្លាក់គ្រាប់នៅលើប្រាសាទឬក៏ទីបុរាណដ្ឋានផ្សេងៗដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺត្រូវថ្កោលទោសប៉ុន្តែទោសនឹងប៉ុណ្ណាយើងអត់ដឹង
ដោយសារតែនិយាយតែប៉ុណ្ណឹងខាងភាគីថៃក៏មានខ្លួនដែរអញ្ចឹងបានតំណាងភាគីថៃសុំឡើងតបតែគេឲ្យតែ1នាទីតបទៅតែថៃក៏អត់និយាយពីរឿងព្រះវិហារដែរដោយសារអីព្រោះកម្ពុជាលោកសុសយ៉ារ៉ាទៅថ្លែងសារនៅក្នុងទីហ្នឹងតំណាងឲ្យ ICAP គឺគេហៅអីក្រុមប្រឹក្សាវប្បធម៌អាស៊ីលោកជាតំណាងគណៈបកប្រជាជនតែតំណាងឲ្យ ICAP ហ្នឹងគឺគាត់ក៏ថ្លែងសារក៏គាត់អត់មានថ្លែងសារពីរឿងថ្កោលទោសថៃនៅក្នុងការបំផ្លាញប្រាសាទព្រះវិហារដែរគឺគាត់និយាយជាទូទៅដែរថាការដែលអ្នកណាដែលធ្វើឲ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌពិភពលោកនៅលើលោកកន្លែងណាក៏ដោយក៏គួរតែទទួលរងការថ្កោលទោសអីអញ្ចឹងទៅព្រោះអីត្រូវទទួលខុសត្រូវអីអញ្ចឹងដល់និយាយរឿងហ្នឹងឯងដែលធ្វើឲ្យភាគីថៃសុំតបមកវិញតែគេតបជាទូទៅថាថៃគេការពារប្រាសាទបុរាណដ្ឋានបេតិកភណ្ឌពិភពលោកអីហ្នឹងអីចឹងអញ្ចឹងរឿងនេះគឺវាផ្សាយមកបានតែប៉ុណ្្នឹងតែមិនបានទៅដាក់ទោសថៃអីទេថ្កោលទោសថៃអីទេវាសោកស្ដាយមែនតើតាមពិតគឺកម្ពុជាខ្លួនឯងហ្នឹងត្រូវតែថ្កោលទោសថៃនៅក្នុងពេលប្រជុំហ្នឹងឲ្យថៃឲ្យគណៈកម្មការនេះគឺផ្ដន់ទាទោសថៃឲ្យចំហ្មងតែដល់ដាក់ប្រហើចោលចឹងទៅគឺមិនដឹងថាតើUNESCO ហ្នឹងគាត់ថាហ្នឹងហើយចាប់ពីពេលនេះតទៅបើមានឆ្លោះគ្នាទៀតឈប់ទម្លាក់គ្រាប់លើបុរាណដ្ឋានបេតិកភណ្ឌពិភពលោកតែពីមុនដូចអត់មានថ្កោលទោសថៃសោះ UNESCO ហ្នឹងក៏តែអញ្ចឹងដែរស្ថាប័នខ្លះវាមានឥទ្ធិពលនយោបាយដូចថាថៃដូចថាវាពិបាកបងប្អូនអញ្ចឹងបានខ្ញុំចង់និយាយថាសូម្បីសហគមន៍អន្តរជាតិក៏គេថ្កោលទោសថៃអត់បានដោយសារអីកម្ពុជាខ្លួនឯងជាជនរងគ្រោះអត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិដើម្បីឲ្យមានហេតុផលតុលាការគេប្រមូលផុសតាងទៅឲ្យសំណុកឲ្យគណៈកម្មការនេះជួយថ្កោលទោសថៃផងព្រោះបើតុលាការគេរកឃើញថាខុសអីអញ្ចឹងព្រោះឥឡូវស្ថាប័ន UNESCO ហ៊ានតែថ្កោលទោសថៃហាក់បីដូចជាគាត់ទៅចេះចាត់ចែងរឿងថៃល្អកកជាមួយថៃទៀតហើយព្រោះអីអត់ប្រទេសកម្ពុជាគេយល់ស្របព្រមព្រៀងគ្នាឲ្យនរណានៅហ្នឹងអស់ហើយទៅហេតុអីបានជាតែថ្កោលទោសថៃថាឈ្លានពានអីចឹងដូច្នេះអាការឈ្លានពានហ្នឹងអន្តរជាតិហ្នឹងដូចយើងវិញវាន់ណាបងប្អូនដោយសារប្រទេសយើងអត់ថ្កោលទោសអត់ប្តឹងគេយើងគ្រាន់តែថ្កោលទោសតែយើងអត់ដែរប្តឹងគេពាក្យថាថ្កោលទោសគឺជាសារនយោបាយទេទាល់តែប្តឹងឲ្យចាត់ការអាហ្នឹងបានជាបណ្ដឹងអាហ្នឹងបានចាប់ផ្ដើមដាក់ផុសតាងទៅតុលាការគេរកឃើញអាហ្នឹងបានយើងមានទឹកមាត់ប្រៃបើឥឡូវស្ថាប័នផ្សេងៗគឺអាចេញធ្លាក់ទឹកហើយអើតែស្គាល់តាមគ្នាដែរខ្ញុំសោកស្ដាយមែនទែនខ្ញុំចង់ឲ្យគេថ្កោលទោសថៃមែនទែននិយាយត្រង់តែធ្វើមិនឥឡូវបានប៉ុណ្ណឹងបន្តទៅទៀតបងប្អូនដូចចង់អស់ហើយព័ត៌មាននឹងវាចម្រុះចូលគ្នាទៅចំណូលទេសចរខ្ញុំចង់និយាយរឿងចំណូលទេសចរបន្តិចដើម្បីឲ្យបងប្អូនបានជ្រាបចំណូលទេសចរខ្មែរយើងគឺចាប់ផ្ដើមធ្លាក់ចុះមែនតើគួរឲ្យព្រួយបារម្ភណាស់ចំណូលពីទេសចរអន្តរជាតិនៅកម្ពុជាធ្លាក់ចុះជាង 30%ធនាគារជាតិកម្ពុជាទេតាមពិតក៏រាយការណ៍នេះហើយខាងក្រសួងទេសចរក៏រាយការណ៍ដែរអ្វីដែលគួរព្រួយបារម្ភគឺទេសចរយើងធ្លាក់ចុះនេះគឺធ្លាក់ចុះ 31.5% ពីភ្ញៀវបរទេសគឺយើងធ្លាក់មែនតើព្រោះអីពីប្រហែល7ខែ6 7ខែដើមឆ្នាំ2026នេះគឺភ្ញៀវយើងគឺសរុបទៅបានតែប្រហែលជា1លាន8សែនទេដែលរាល់ដងម៉ោងប៉ុណ្ណឹងយើងបាន3លាន4សែននាក់ណាយើងចុះរហូតដល់ 50% ហើយបងប្អូន 47.9% នឹងភ្ញៀវអន្តរជាតិហើយភ្ញៀវដែលមកតាមផ្លូវគោកនិងផ្លូវទឹកគឺថយចុះជាង 60% ផ្លូវគោកនិងផ្លូវទឹកថយចុះជាង 60% ហើយក្នុងហ្នឹងគឺ 30% គឺជាភ្ញៀវដែលឆ្លងកាត់តាមព្រំដែនគោកខ្មែរថៃជាជនជាតិថៃ 30% ក៏បាត់អត់មកទៅខ្មែរទៀតដែរដូច្នេះអានឹងគឺមិនមានអីភ្ញាក់ផ្អើលទេនេះគឺជាបញ្ហាមួយធំដែរនៅពេលដែលអញ្ចឹងយើងបាត់ចំណូលសម្រាប់បងប្អូនភ្ញៀវទេសអ្នកទេសចរអីអញ្ចឹងណាបងប្អូនហើយសង្ឃឹមថារឿងនេះក៏នឹងឆាប់ចាប់ឥឡូវចូលដល់រឿងកម្ពុជាខ្ចីលុយចិនបាន$200លានទៀតដើម្បីបន្តគម្រោងប្រជិកហ្វូណនដែលនៅជាប់គាំងតាំងពីឆ្នាំ2024សបាយខ្មែរយើងខ្ចីលុយចិនបាន200ដំបូងថាអត់បានទេតែដោយសារតែលោកយើងឃើញហើយថ្មីនេះគឺទាំងលោកហ៊ុនសែនទាំងលោកហ៊ុនម៉ាណែតអីហ្នឹងគឺគាត់ពេញចិត្តនឹងចង់ទៅជួបចិនទៅជួបអីដើម្បីជាការពិតពង្រឹងតំណែងតំណងហើយក៏ដើម្បីបានលុយព្រោះយើងអត់មានលុយទៅជួសជុលអាគម្រោងប្រជិកហ្វូណនអីហ្នឹងទេបងប្អូនឃើញទេគម្រោងហ្នឹងតាំងពីខែសីហាឆ្នាំ2024មកគាំងស្ញាញ់នៅហ្នឹងគ្មានធ្វើអីស្មៅដុសជុកនៅហ្នឹងតែឥឡូវគាត់ទៅសុំខ្ចីគេបាន$200លានលោកសុនច័ន្ទថុលទេអ្នកប្រាប់ Bloomberg យើងក៏អត់ដឹងដែរបើគុំគាត់ប្រាប់ក៏អត់ដឹងដែរគេឲ្យខ្ចី$200លានហ្នឹងការប្រាក់ 1.25% ក្នុងមួយឆ្នាំអញ្ចឹងមួយឆ្នាំការប្រាក់ប្រហែលជា$2លានកន្លះកន្លះអញ្ចឹងសម្រាប់រយៈពេល20ឆ្នាំដើម្បីសងគេផុតអញ្ចឹងបើគិតការប្រាក់វាប្រហែលជា50លានបាទ20ឆ្នាំ$50លានដែរការប្រាក់ច្រើនដែរបងប្អូនយើងជពាក់គេរហូតដល់$13,000លានជាងហ្នឹងបំណុលយើងជពាក់ចិន$4,000លានឥឡូវថែម200ទៀតតែចិនគេថាឲ្យខ្ចី200លានគេជួយ200លានទៀតដើម្បីធ្វើស្ពានឆ្លងកាត់អាប្រែកជីកហ្នឹងប្រែកជីកនេះគម្រោងដើមគឺ$1,700លានណោះហើយសោះលុយខ្ចីគេអត់មានលុយឯង1រៀលទេតែឥឡូវហ្នឹងចិនដំបូងថាជួយដូចថាឲ្យខ្ចីមកទាំងអស់តែឥឡូវចិនដកទៅវិញយ៉ាងម៉េចថា49%វិញអីទុកឲ្យខ្មែរ51%អីមិនទៀតបាទរឿងគម្រោងប្រែកជីកហ្វូណនហ្នឹងជួនកាលហ្នឹងគឺជាការដែលទូងស្គរឲ្យលឿនទៅដើម្បីលោកហ៊ុនម៉ាណែតកាន់ជានាយករដ្ឋមន្ត្រីឲ្យមានស្នាដៃអីអួតបន្តិចទៅព្រោះអត់មានអីសោះដល់មកស្មៅដោះពេញទៅហ្នឹងព្រោះអីយើងអត់មានលុយខ្លួនឯងហើយតែពឹងចិនហ្នឹងចិនគេមិនដឹងឲ្យយើងខ្ចីច្រើនហ្នឹងគេចេះតែភ័យដែរបងប្អូនយើងឲ្យខ្ចីមែនលើពាក់គេ$4,000លានអត់តាន់មានសងគេផងរុំសួតឲ្យសេដ្ឋកិច្ចយើងធ្លាក់ចុះគេព្យាករមកធ្លាក់50%ណាឲ្យខ្ចីបើតែឆ្អិនក្បាលស៊ីក្បាលចិនកតុយស៊ីកតុយក្បាលមិនជាប់មេជើងជាប់ដីដែរពេលខ្លះមិនដឹងមានអីសងចេះគ្នាភ័យដែរណា
បាទឥឡូវតទៅទៀតគឺព័ត៌មានពីលោកសេងវ៉ាន់លីឯណោះគាត់និយាយថាជួយសម្លេងប្រកាសជួយសម្លេងជនរងគ្រោះដោយសារអំពើអយុត្តិធម៌នៅកម្ពុជាមិនដឹងគាត់ជួយយ៉ាងម៉េចដែរលោកសេងវ៉ាន់លីគឺជាអ្នកដែលវិភាគស្រាវជ្រាវសង្គមមួយឈឺឆ្អាលសង្គមមួយដែរគាត់សរសេរសារលើ Facebook គាត់ថាចេះប្រសិនបើបងប្អូនណាជួបប្រទះឬរងគ្រោះដោយសារអំពើអយុត្តិធម៌ដែលបង្កឡើងដោយអ្នកនយោបាយដោយអាជ្ញាធរឬប្រព័ន្ធតុលាការសូមទោសបងប្អូនខ្ញុំដាក់នាឡិការោដើម្បីរោប្រាប់ថាដល់ម៉ោងប្រជុំ10នាទីមុនម៉ោងប្រជុំឥឡូវនេះគឺវាចង់បិទ live ខ្ញុំពាក់កណ្ដាលទីទៅចង់គាំងប៉ុន្តែខ្ញុំនឹងបញ្ចប់បងប្អូនលោកសេងវ៉ាលីថាអ្នកដែលមានបញ្ហាដូចជាបញ្ហារឿងការចាត់ចែងគ្រឿងញៀនលបែងស៊ីសងខុសច្បាប់អំពើពុករលួយដោយគ្មានការអើពើពីអាជ្ញាធរមូលដ្ឋានសូមបងប្អូនផ្ញើសារនិងផុសតាងផ្ទាល់មកឲ្យលោកទៅលោកជួយរៀបរាប់ចែករំលែកសាច់រឿងនេះជូនសាធារណជនឲ្យបានជ្រាបរាល់អត្តសញ្ញាណឬឈ្មោះអីគាត់លាក់ជូននឹងភាគីពាក់ព័ន្ធក៏ត្រូវរក្សាការសម្ងាត់ដែរបងប្អូនប្រាថ្នាចង់ឲ្យគាត់ជួយការពារហើយអញ្ចឹងទៅបាទអរគុណលោកសេងវ៉ាន់លីជួយគ្នាទៅជាសម្លេងសម្រាប់អ្នកគ្មានសម្លេងតែមិនដឹងថាតើលោកអាចផ្សព្វផ្សាយទៅបានប្រយោជន៍ដល់ប៉ុណ្ណានេះជាបំណងល្អរបស់លោកជួយលោកទៅព័ត៌មានរញ្ជួយដីនៅទីក្រុងឡុងបិចនេះខ្ញុំសឹងថាមិនចង់ផ្សាយផងប៉ុន្តែភ្ញាក់នៅឡុងបិចចិត្តភ្លឺម៉ោងប្រហែល2កន្លះចិត្តភ្លឺយប់ម្សិលតែដោយសារតែតិចណាស់បងប្អូននេះ 2.7 ទេ 2.6 2.7 ទេនៅជប៉ុននោះ7ចុចជាងគេមិនទាន់ផ្អើលហើយយើងនៅឡុងបិច 2.7 ហ្នឹងផ្អើលគ្រប់គ្នាដោយសារយើងអត់សូវមានធ្ងន់ចឹងដែរតែអត់មានរបួសអត់មានអីដូចគ្រាន់តែឡានដឹកដីធ្លាក់ចង្ហុកបន្តិចទៅឬសូមមកក្តាំងចឹងប៉ុន្តែក៏អង្គខ្លះទៅភ្ញាក់ទៅប៉ុន្តែឡុងបិចហ្នឹងគឺអង្គជួយដីហ្នឹងគឺជារឿងធម្មតាជា allergy ហើយចឹងបានគេឲ្យសង់ផ្ទះអីខ្ពស់ៗឃើញផ្ទះទូចរកេតរកោតហ្នឹងគឺដោយសាររឿងជួយដីហ្នឹងឯងប៉ុន្តែអត់អីទេតិចតួចទេមិនដែលខ្លាំងទេបាទបន្តទៅទៀតបងប្អូនតាក់ទងនឹងរឿងមេដឹកនាំរដ្ឋបហាយោធាខឹងអាស៊ានរឿងរើសអើងខ្លួនលោកមីនអងឡាំងទៅខឹងអាស៊ានរឿងរើសអើងហ្នឹងថាភូមាហ្នឹងគេកំពុងអាកែអត់ព្រមយកតាមអ្វីដែលគេកែសោះអញ្ចឹងទៅគាត់ខាងអាស៊ានហ្នឹងគាត់និយាយថាឥឡូវគេមិនយកតាមចំណុច5ចំណុចកុងសង់ស៊ីឬការយល់ព្រមគ្នាយ៉ាងម៉េចគេដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅភូមាភូមាអត់ធ្វើតាមដល់ពេលអត់ធ្វើតាមគេបោះឆ្នោតក៏អត់សេរីត្រឹមត្រូវនឹងយុត្តិធម៌ធ្វើបាបបពប្រឆាំងមួយវាយមួយអីដូចតែនៅស្រុកខ្មែរអញ្ចឹងដល់ពេលគេអត់ឲ្យចូលប្រជុំអត់ឲ្យចូលអីតាំងខឹងគេថារើសអើងខ្លួនតែអត់ព្រមកែឥឡូវគេថាគេទៅធ្វើខ្លួនឯងហ្មងមិនបាច់ចាំពឹងអាស៊ានទេធ្វើចុះឲ្យលលាយខ្លួនឯងទៅព្រួយចរិតយើងអញ្ចឹងឥឡូវបន្តទៅទៀតគឺរបាយចុងក្រោយបង្ហាញថាទាហានរុស្ស៊ីស្លាប់នឹងរបួសក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនសរុបដល់1លាន4សែននាក់ច្រើនមែនតើបងប្អូននេះមិនមែនស្លាប់ទាំងអស់ទេ1លាន4សែននាក់ហ្នឹងបានន័យថាស្លាប់នឹងរបួសអញ្ចឹងបើនិយាយពីស្លាប់នឹងរបួសតួលេខចុងក្រោយដែលគេរកឃើញទាំង1លាន4សែននាក់ដែលស្លាប់របួសពីការតែជាទាហានរុស្ស៊ីហ្នឹងមានតែជាងកន្លះលានទេដែលស្លាប់ក្រៅពីហ្នឹងរបួសនឹងពីការច្រើនមែនតើលើសសង្គ្រាមលោកលើកណាទាំងអស់គុំចូលគ្នាណាតែនៅអ៊ុយក្រែនក៏មានទាហានមានអីហ្នឹងស្លាប់ប្រហែលជាមួយសែនអ្នកជាងដែរប៉ុន្តែតួលេខទាំងអស់នេះគឺពិបាកមែនតើដោយសារទាំងរុស្ស៊ីទាំងអ៊ុយក្រែនលាក់តែគាត់ថាអ្នកស៊ើបការឯករាជ្យឈ្មោះ CSIS គេហៅថាមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រការសិក្សាអន្តរជាតិនឹងគាត់រកឃើញបែបនេះបាទឥឡូវយើងតទៅទៀតនឹងចុងក្រោយគឺលោកត្រាំប្រកាសកិច្ចព្រមព្រៀងដកអាវុធពួកហាម៉ាស់ដើម្បីរៀបចំរដ្ឋាភិបាលប៉ាឡេស្ទីននៅកាហ្សាបាទនេះគឺជាការចាត់ចែងរបស់លោកត្រាំគាត់ទៅព្រមព្រៀងគ្នាយ៉ាងម៉េចដើម្បីដកអាវុធពីក្រុមពួកឧទាមហាម៉ាស់ក្រុមហាម៉ាស់នេះឯងដែលជាក្រុមឧទាមចូលទៅវាយអ៊ីស្រាអែលសម្លាប់ប្រជាពលរដ្ឋនិងចាប់រំលោភក្មេងឬក៏មនុស្សអស់1000នាក់នៅក្នុងមួយយប់ដែលមានការបាញ់គ្នារហូតដល់ឥឡូវនេះក៏ដោយសារពួកហាម៉ាស់ចូលទៅសម្លាប់មនុស្សនៅអ៊ីស្រាអែលបាញ់គេមុនដែរនិយាយទៅនិយាយអស់តែដល់ពេលអ៊ីស្រាអែលតដៃហ្នឹងមិនមែនតដៃតិចតួចគឺតដៃមករាប់ឆ្នាំហើយអត់ឈប់រហូតដល់ខ្លាយជាអំពើបល័យពូជសាសន៍ទៀតវាជ្រុលដៃខ្លាំងហួសហេតុហ្នឹងអ៊ីស្រាអែលហ្នឹងក៏ណាស់ដែរតែដើមហេតុដំបូងក៏មកពីពួកហាម៉ាស់ហ្នឹងដែរតែឥឡូវលោកត្រាំក៏ថាប្រកាសដកអាវុធពួកហាម៉ាស់ហ្នឹងព្រមឲ្យដកអាវុធដើម្បីរៀបចំរដ្ឋាភិបាលថ្មីមួយនៅឯតំបន់កាហ្សាប៉ាឡេស្ទីនដូច្នេះចំនួននៅអ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចនឹងទៅរកទីបញ្ចប់បានដែរតែមិនដឹងមិនពួកហាម៉ាស់ជាពួកទាមពួកភេរវជនអីហ្នឹងគេមិនព្រមតែគាត់ថាលោកត្រាំថាឥឡូវព្រមឥឡូវស្ដាប់គាត់សិនទៅបងប្អូនព័ត៌មានបើសិនជាខ្ញុំផ្សាយមិនអស់អូនៅសល់ព័ត៌មានចុងក្រោយមួយទៀតតកតនឹងជនអន្តោប្រវេសន៍នៅម៉ូរ៉ូកូ60000នាក់បងប្អូននៅក្នុង24ម៉ោងលេងស្រាប់តាប្រមូលគ្នាសម្រុកចូលកោះមួយរបស់ប្រទេសអេស្ប៉ាញគឺកោះស៊ូតាកោះស៊ូតានេះមានប្រជាពលរដ្ឋរស់នៅតែ84000នាក់ទេមកកោះហ្នឹងគឺទីក្រុងមួយហ្នឹងរបស់អេស្ប៉ាញនៅជាប់នឹងម៉ូរ៉ូកូហើយស្រាប់តែមួយយប់24ម៉ោងមានមនុស្សជាង60000នាក់និយាយទៅគឺប្រហែលជាប្រជាពលរដ្ឋមានតែ84000លេខស្រាប់ជនអន្តោប្រវេសន៍60000នាក់ចូលទៅក្នុងទីក្រុងស្ទើរតែជាងពាក់កណ្ដាលប្រជាពលរដ្ឋក្នុងទីក្រុងហ្នឹងគឺពេញហ្មងមករត់សម្ដៅហែលទឹកហែលអីគ្រាន់តែលងទឹកស្លាប់អស់34នាក់បងប្អូនអូយវេទនាណាស់ហ្នឹងហើយដោយសារតែបញ្ហាជីវភាពខ្វះខាតឥឡូវពួកអេស្ប៉ាញហ្នឹងកំពុងតែជួយសង្គ្រោះផងជួយដោះស្រាយឲ្យចាំចាប់បញ្ជូនទៅវិញព្រោះគេសច្ចាថាអត់ទុកឲ្យបញ្ជូនទៅវិញតែហើយពិបាកណាស់បងប្អូនដោយសារតារាការកពូលអេស្ប៉ាញហ្នឹងទៅសម្រាប់ក្តីដើមខែនេះប្រាប់ថាអ្នកណាឆ្លងទឹកមកពីម៉ូរ៉ូកូចូលមកអេស្ប៉ាញអត់អាចបញ្ជូនទៅវិញភ្លាមត្រូវចាំកាត់ទោសចាត់អីគ្រាន់តែលឺអញ្ចឹងមកបាក់ទឹកដូចទឹកបាក់ទំនប់បណ្ដោយបើបញ្ជូនទៅភ្លាមពួកហ្នឹងប្រហែលហ៊ានមកទេម្ដងតែបងប្អូនហើយគេគ្នាទៅរកជីវភាពរស់នៅប្រសើរហើយជូនពរឲ្យពួកគាត់
អាចថារកដំណោះស្រាយមួយដែលសមរម្យទៅក៏ព្រោះស្លាប់34នាក់លង់ទឹកឥឡូវបាត់ខ្លួនអស់មួយកណ្ដោព្រោះខាប់ទឹកបាទខ្ញុំអរប៉ុណ្ណឹងហើយបងប្អូនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបងប្អូនតាមដានស្ដាប់តាំងពីដើមដល់ចប់សូមជូនពរឲ្យបងប្អូនទទួលទានដំណេកលោកលោកស្កប់ស្កល់នៅប្រទេសកម្ពុជាបងប្អូននៅឡុងបិចរីករាយថ្ងៃសុក្រនិងចុងសប្តាហ៍បាទសូមជម្រាបលាសូមអរគុណ